អ្វីៗគ្រប់យ៉ាងបានចាប់ផ្ដើមឡើងជាមួយនឹងដើមឈើដ៏ធំមហិមាមួយដែលបានដុះឫសនៅក្នុងប្រទេសនេះវាមានឈ្មោះថា Yggdrasil វាបានលូតលាស់យ៉ាងឆាប់រហ័សនិងបានគ្រប់ដណ្ដប់ឆ្លើពិភពលោកទាំងមួយរួមជាមួយគ្នានោះដែរពិភពលោកអត្តកណនីផ្សេងទៀតដែលហាក់ដូចជាផ្អែកលើហ្គេមបានលេចរូបរាងឡើងពិភពលោកមួយក្នុងចំណោមនោះត្រូវបានគេហៅថា Labyrinth ហើយមនុស្សគ្រប់គ្នាស្គាល់វាថាជាហ្គេមរបស់ព្រះបញ្ហានោះគឺថាមិនមែនគ្រប់គ្នាសុទ្ធតែអាចក្លាយជាអ្នកលេងហ្គេមទាំងនោះឡើយនៅក្នុងកន្លែងដែលមើលទៅដូចជាអណ្ដូងរាយសំណង់មនុស្សម្នាក់កំពុងតែបញ្ចប់វេនការងាររបស់ពួកគេក្នុងចំណោមពួកគេមានបរិសម្នាក់ពាក់អាវធំពណ៌ទឹកក្រូចកំពុងដោះមួកសុវត្ថិភាពរបស់គាត់ចិនស្រាប់តែមាននរណាម្នាក់ដើរមកពីក្រោយហើយប្រាប់ទៅកាន់77ថាគាត់ធ្វើបានល្អណាស់សម្រាប់ថ្ងៃនេះបរិសម្នាក់នោះមានរបស់ល្អៗខ្លះសម្រាប់ដោះដូរហើយបានសួរថាតើក្មេងប្រុសម្នាក់នេះចង់ទិញវាក្នុងតម្លៃថោកដែរឬទេគាត់មានការទិន្នន័យមួយហើយគាត់ប្រកាសណាស់ថាវាជាប្រភេទកាតឡោប៉ុន្តែនៅក្នុងកំឡុងពេលដែលបរិសចំណាស់កំពុងពន្យល់ក្មេងប្រុសនោះក៏បានរត់ចេញបាត់ទៅបរិសចំណាស់រូបនោះគិតក្នុងចិត្តថាម្នាក់នេះពិតជាវាយឬកំពុងណាប៉ុន្តែវាក៏មិនខុសពីអ្នកដទៃនៅក្នុងកម្លែងនេះដែរគឺគ្រាន់តែជាកំទេចសម្រាមដែលគេបោះបង់ចោលតែប៉ុណ្ណោះនៅក្រោមភាពរុងរឿងនៃទ្រព្យសម្បត្តិដែល Yggdrasil បាននាំមកជាការពិតណាស់វាតែងតែមានមនុស្សដែលខកចិត្តនិងខ្សែធននៅកណ្ដាលចំណោមមនុស្សទាំងនោះមានហាងម៉ាស៊ីនស្លាច់មួយតួអង្គឯកបានចាប់កាន់ដៃទ្វារហើយបានលឺសំឡេងមនុស្សនៅខាងក្រោមកំពុងស្រែកជេរនិងទាមទារយកពេញទូរបស់ពួកគេត្រឡប់មកវិញគាត់បានដើរទៅកាន់ម៉ាស៊ីនមួយក្រុមពេលដែលគ្រប់គ្នាកំពុងស្រែកចង់ផ្នែកម្ដងទៀតហើយនិយាយថាលើកនេះពួកគេនឹងផ្លាស់ប្ដូរជីវិតនៅពេលដែលគាត់អង្គុយលើកៅអីគាត់បានស្វាគមន៍កន្លែងដែលអាចផ្លាស់ប្ដូរគ្រប់យ៉ាងបាននោះគឺ Random Box វាគឺជាការភ្នួលស្របច្បាប់សម្រាប់អ្នកដែលចង់ដេញតាមសំណាងតួអង្គឯករបស់យើងកំពុងព្យាយាមម្ដងទៀតដើម្បីផ្លាស់ប្ដូរជីវិតរបស់គាត់របស់កម្រើដែលមាននៅថ្ងៃនេះគឺលិខិតអនុញ្ញាតក្នុងការបង្កើតគណនីសម្រាប់តួអង្គឯកនេះប្រហែលជាឱកាសតែមួយគត់ដែលគាត់មានសារមួយបានបង្ហាញនៅលើអេក្រង់សួរថាតើគាត់ចង់បើកប្រអប់ចំនួន10ដែរឬទេហើយគាត់ក៏បានចុចពាក្យថាយល់ព្រមដោយនិយាយថាគាត់នៅតែមានសង្ឃឹមប្រអប់ដំបងបានធ្លាក់ចុះពីលើមេគាត់ទទួលបានច្រាសដុសធ្មេញកម្រិតអិនអែងអោអិនអែងគាត់មិនដែលទាំងបានឃើញកម្រិតទាបបែបនេះពីមុនមកផងមកដល់ពេលនេះយឺហៀបនឹងប្រាអស់អាក្រក់គ្រិចទៅហើយគាត់ក៏បន្តទៅបើកប្រអប់បន្តប៉ុន្តែតាមរយៈគំនរសម្រាមដែលនៅពីក្រោយគាត់អ្នកអាចដឹងថាគាត់មិនមានសំណាងតល់តែសោះអិនរែកមួយទៀតហើយក៏អិនរែកមួយទៀតបន្ទាប់មកកម្រិតអារ៉េងបានចេញមកដែលវាក៏នៅតែជាសម្រាមដដែលគាត់ធ្លាប់ឮថាមានរបស់ដូចជា SR និង SSR ប៉ុន្តែគាត់បានឆ្លងកាត់រឿងនេះរាប់មិនអស់ទៅហើយមិនដែលឃើញរបស់បែបនោះឡើយដោយនឹកឃើញដល់ម្ដាយរបស់គាត់ដែលកំពុងសម្រាកនៅមន្ទីរពេទ្យអ្វីដែលគាត់ចង់បានគឺឱកាសមួយតែប៉ុណ្ណោះភ្លាមនោះអ្វីមួយបានភ្លឺឡើងនៅចំពោះមុខភ្នែករបស់គាត់ម៉ាស៊ីននោះកំពុងចាំងពន្លឺដូចជាកាឡាក់ស៊ីគាត់ឆ្ងល់ថាតើវាជា SR មែនទេប៉ុន្តែតាមរយៈពន្លឺដែលធ្លាក់ចូលពីលើមេឃវាហាក់ដូចជា SSR ច្រើនជាងដែលវាគឺជា Super Special Rare និយាយទៅ King មិនដែលដឹងថាពាក្យ SSR នឹងមកពីពាក្យបញ្ញវ័យពិតប្រាកដផងតួអង្គឯកញ័រខ្លួនពេញប្រាណដោយប្រាប់ខ្លួនឯងថាគាត់មិនដែលនឹកស្មានថាថ្ងៃនេះនឹងមកដល់ឡើយវាគឺជាអភូតហេតុដែលគាត់បានត្រឹមតែយល់សប្តិឃើញដោយកាន់កាតនៅក្នុងដៃគាត់បាននិយាយថាការមិនបោះបង់រហូតមកដល់ពេលនេះគឺពិតជាមានតម្លៃណាស់ជាចុងក្រោយគាត់អាចក្លាយជាផ្នែកមួយនៃ Yggdrasil នេះគឺជាលិខិតអនុញ្ញាតបង្កើតកណនីគាត់អាចក្លាយជាផ្នែកមួយនៃ Labyrinth ដែលផ្អែកលើហ្គេមរាប់មិនអស់ជាការពិតណាស់វិធីតែមួយគត់ដំណេកចូលទៅកាន់ទីនោះបានគឺត្រូវបង្កើត Avatar ជាមួយនឹងកណនីមួយទោះបីជា Avatar គឺជាសម្រក់និមិត្តដែលមិនមានរូបរាងពិតប្រាកដក៏ដោយក៏អ្នកអាចនាំយករបស់របរពី Labyrinth មកកាន់ពិភពពិតបានដែររបស់របរទាំងនោះមានតម្លៃមហាសាលនិងបានផ្លាស់ប្ដូររបៀបដែលសង្គមដំណើរការសប្តាហ៍នេះសង្គមទាំងមូលវាលជុំវិញ Yggdrasil ហើយអ្នកដែលគ្រប់គ្រងអ្វីៗគ្រប់យ៉ាងគឺពួកអ្នកលេងហ្គេមលំដាប់កំពូលមើលទៅស្ថានភាពត្រូវបានផ្លាស់ប្ដូរហើយវាដូចជាការទះកំ pl ចំពោះម្ដាយទាំងឡាយណាដែលធ្លាប់និយាយថាការលេងហ្គេម League of Legends រាប់ម៉ឺនម៉ោងគឺជាការខាត់បងពេលវេលាខ្ញុំត្រូវតែត្រៀមខ្លួនឲ្យរួចរាល់គាត់គិតក្នុងចិត្តបញ្ហានោះគឺនៅក្នុងពិភពលោកនេះមានមនុស្សតែ2-3នាក់ប៉ុណ្ណោះដែលទទួលបានសិទ្ធិបង្កើតគណនីឥឡូវនេះដោយកំពុងរត់ជាមួយស្នាមញញឹមលើផ្ទៃមុខទីបំផុតគាត់បានក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានសំណាង
กวาดบ้านบาวทวีอย่างรมเพิบดอยนิยือทานี่คือจีเอาการระบอกกวาดขนองการจับดามเอาไว้กรุบอย่างหลังเวงปันตายในขณะเป้ได้กวาดเจนหมอกขังเกล้ากวาดเท่าบ้านเก็บไว้อุดมบอมจำหมดปีนาตีบรรทอบกวาดบ้านเด็กสโดกสเติงนั่นเหลือเพลาเก่าสู่บันติดมาดองกวาดก็ดึงคลวนหลังเวงดอยมันโยลท้าเมียนเรื่องเอาไว้การหลางหลายบุรัมได้เจเมเกยบานสูทาเต่านี้จิมนุษย์ได้ตรุรกเมนเตหายบรมแนกได้เมียนซักเป็นคลวนบานฉลอยทาบาดคือเจแนกเมียนสำนางมาแนกหนึ่งห้อยตามเปิดเต้ากวาดคือเจแนกโซยตะเวงเตปลุกผู้เก๋บานเคยทักกวาดชเนรุงวันบุรัมนุบานชักยกกาดหายห้อยเตอไอเมระบอกเกได้เมิลเตอกาบนุห้อยนิเยทากวาดมันได้เกิดทาบานเคินกาดแบบนี้ร้อยเลือกแรงแต่ในขนมกาเด่งไทยได้ไทยครั้งบ่มพดตัวอังไอบานจับจึงข่าวระบาบุรอมนุหายนิเยทากวาดมันอายยกวิตบานเตโปรรูปเก๋คือจิญญะได้ตัวบานวิปีมาซินบรรตาบองโปรเอยเยืองกำปงสถัดในขนมตำบอนอนาธิปไตยตาดังเตกะไหลได้กระเมียนลอยก็กระเมียนโพลิสได้ตาแนะช่วยจัดการริกุลสังคมดัดโทนนี้เตเมกอยบ้านบัญชีอ้อยปูเก้ปรูดเนียจวนเขมงปรหนูจมวยเนียหนูได้เขมงปรระบเยืองไตรบานเก็บไว้ระหดดอโตรมคลวนปันแต่ตัวใบชื่อกำปุงโรงกาไวดอมก็ด้อยก็กวาดในแต่จับเตียงเมกอยเนาะหายเตียมเตียโยกเกียนนีระบกอดหมอกเวงบรหนุบ้านจับขบาระบกอดหายสู้ทาตาวกอดเพล็กหาหรือเนื้อทาการุเนยขนมพิภพโลกนี้ขนมเนียมเชียมนุษย์เขมียนชมบสำเล้งวิเมียนสเพียบแบบนาเอาไว้นาละอ้อได้กอดตัวบานปีหางคือเตรแต่บองไทยปลูกปูเก๋คือชนะกรุบกรงเลยตีนี้ดอยมันจ้องอายุติทอคลังเป็กเมกาไว้บานเยธากอดหนึ่งทวอกาโดไอเขมงนี่ฟิงกอดบานปะทงานระบอกเขมงโปรดาวนิเยธาปูเก๋ตั้งแต่เฟือกาดอกโดดาวยุติทอจมวยขนีนุตัวองไอตัวบานใบมื่นปันตุในขนมประปวนระบอกกอดได้เวียกรุบกร้อนสำหรับการบ่งเวียกองสำนางบ้านมาดองเตียดบุรนุปรับกอดท่ากอดบ้านยกเอาไว้ได้เขมงนี้ตัวบ้านขนมกาบงเวียนมาดองให้อะไรนี้เขมงนี้อาจบงเวียนมาดองเตียดบ้านโดยเฉพาะเวียสเมอร์กันนี่เฮยมุนเปได้เขมงปรระบอกยืนไอตอวาบ้านพังมุกระบอกกวาดบ้านเบ้าตัวหนึ่งเฟลเกาซูมาดองเตียดบนตาเขมงนี้ปิดที่เรื่องรู้ไงหาดบ้านพี่เยี่ยมจับเจืองเขาระบบบรอฟนมาดองเตียดตูไปกวาดเรื่องมวมอย่างนาก็ด้อยก็กอดในตายจิมนุมเนี่ยได้ที่ผมพดกอดกับบานสำหรับบัตสมาร์ไดเตอร์เพลียงก็จับประดามแทลกหายกรงบรสแตงโนบานน้อมเกลียตัวรอกเอาไว้เฉงโดยตุกเอาเขมงปรับระบอกเยืองเด็กด้วนเลือเพลาเกาสูแต่มันแหกเองบรอกบ่าวตุ่มเป็กมันแหกบานปรับเมเกาอ่อยมือตะกรอยเขมงพร้อมนุกกำปุงแต่กรอกโชว์ลังเวงปูเกมันยัวต่อเตซอกทาเต้าอามันแหกนี่ไอกรอกโชว์ลังเวงบานดอยระบีบนาพลีมโนประปวนจับประดามโลดซาปรุเมียนทาสัญญาจีวัตระบอกกอดกำปุงแต่แทลกโจกอดเตยกาเตอร์มนตีเป็ดจีบันต้อนตามได้ไอพเวตบานเมเกาจับประดามชงอทาเต้าประแฮจีกอดไวส์ราวได้เปกแมนเต้บ้านจีวีมันสอมแฮดฟอร์แบบนี้ปนตาตูอังไอบานจับดามดาวตะลับตะรกหางพลอนุมาดองเตียดเนี่ยคลามันเชื่อไล่จำไหนเนี่ยคลาสเตียนิเยธานี่ให้คือจีกาตั้งจัดได้ตระกาดำไม่ตะตูลบาน SSR ตัวจียังนาก็ดอยพวกเก้บานสำเร็จเจ็ดเนยบันต่อดำใบตามครูเมือกวาดประสันมากวาดรกขึ้นระบอดแดเมียนตำไลมาดองเตียดพวกเก้หนึ่งบังคอมอ่อยเหมือนกาดอยุติทอมวยเสงเตียดโบรัตตำเปกบานสูทาแต่พวกเก้กลัวทัวโดยมาได้ประสันบักเมงนุสลับในขนงหางได้ไปนุแม่ระบอเกบานชลายทาปูเก้กรอนตะยกสักสอบเตอบ่เจ้าเนื้อแข่งกล้าวจีกาสรัดอย่างนามิงกวดกรอนตะเจียมนุษย์ได้ขมีนนามันเนสโกลโดยเฉพาะขมีนนามันเนควอลควายเลยคลองเป้จมวยกิงนุประปวนบานโปรเมียนมาดองให้มาดองเตียดดอตัวอังเอกทาสัญญาชีวิตระบกอดกำปงทละโจกาชุยจับดามระเลียบัดเนเป้ได้กอดจับดามบัดบ้องสมาร์ไดกาดอกดังหามคลายจีกาลำบากให้กอดแรงหรือสำเลยมนุษย์เนจุมวิงโคลนเตียดไห้โดยก็ได้หยอบเหยื่อกอดบันสำรุปกัดฟูมนุษย์เตอการมาสิ้นหลวกตำแหน่งมวยกอดบันดวลเตอเหลือใดปันแต่บานที่เยี่ยมเตี้ยงคลวนไอล่างดำไปสะระบองสำนางจิเหลือกจงกรอยเนเปได้กอดลวกใดเตจดบตรงปรปวนบานเจนกาปรุเมียนจงกรอยทาสัญญาชีวัตระบกอดบานดอกกำรัดกรุธนบันพดขนมขณะนู้กอดบันคิดพิจารณาอมปีชีวัตดอแซนเวเดเนียระบกอดก่อนลองหมอกรวมเป็ดนู้ในจอมกันดาลบรรทุบจากคูวิไซในดาร์มเชอร์อีกตราซิลบ้านเล็กใจหมอกเมกรมนุสระล่างกังโดยซาปนลีดอกข้างระบบเวียเรียงกายระบบตูอองแอกจับด้ามคลายเชียตมรงดิจิทัลเนื้อเป้ได้ประปวนรกขึ้นเพียบอาซอนโดยดำนากา condition red วิธีสาสังเคราะห์แต่มุ่ยกุดคือการบังคับไอประโดที่เชียตูอองเกมประปวนอีกตราซิลบานจุมรุ่นไอกอดเชื้อเรือชโมหอยพลิมนูกอดกบานตัวอัตสัญญาณเชียรูกีด้อยกระไดจระบุกบบอลหนึ่งวึ่งเวงวงวันกอดบานตัวสามวยได้บรรเชษทากอดเตยบานห้ามขวดแบน
โดยសារតែការទំលេព័ត៌មានសម្ងាត់របស់ Gill គាត់បានព្យាយាមតវ៉ាអំពីភាពស្អាតស្អំរបស់គាត់ប៉ុន្តែសារក្រមត្រូវបានសម្រេចជាស្ថាពរហើយចំណាត់ណាស់របស់គាត់ត្រូវបានដកហូតអង្គភាពឆ្ងាយពីបានស្វាគមន៍គាត់មកកាន់ជីវិតរបស់មនុស្សដែលគ្មានតម្លៃខណៈពេលដែលគាត់ជាយាវការពារខ្លួនរូបរាងគ្រប់ដំណាប់ដោយអាវឃ្លុំមួយបានដោវចូលមកជិតហើយនិយាយថាវាហួសពេលហើយវាដល់ពេលម៉ោង 7:17 ដែលត្រូវភ្ញាក់ពីគេងគាត់បានបើកភ្នែកឡើងហើយឃើញខ្លួនឯងនៅក្នុងពិភព Digital ដ៏ចម្លែកមួយដែលមិនមានអារម្មណ៍ដូចការពិតទាល់តែសោះគាត់ឆ្ងល់ថាតើខ្លួនឯងស្លាប់ឬនៅក្នុងโลกខាងមុខនៅពេលដែលវត្ថុហោះដែលមានរាងដូចកងដៃបានលេចឡើងហើយទាមទារឲ្យដាក់ឈ្មោះនៅពេលដែលគាត់សួរថាហេតុអ្វីបានជាមានម៉ាស៊ីនបូមធូលីហោះកំពុងនិយាយជាមួយគាត់ភ្នាក់ងាររ៉ូបូតនោះបានទាមទារឲ្យមានការគោរពដោយណែនាំខ្លួនថាជាប្រព័ន្ធ bot ឈ្មោះ Ligon បានអបអរសាទរគាត់ដែលជាមនុស្សដំបូងគេបង្អស់ដែលអាចទទួលបានរបស់កម្រិត UR ក្មេងបរមនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះពីមុនគាត់គិតថា SSR គឺជាកម្រិតខ្ពស់បំផុតហើយ Ligon បានពន្យល់ថាបច្ចុប្បន្នគាត់ស្ថិតនៅលើខ្សែបន្ទាត់បែងចែករវាងការពិតនិងពិភពនិម្មិតដើម្បីបញ្ចប់ការបំលែងនិងចូលទៅកាន់ Labyrinth គាត់ត្រូវការឈ្មោះមួយខណៈពេលដែលក្មេងបរោះនោះស្មានថាគាត់ត្រូវការ Avatar និងគណនី Game Robot បានបញ្យល់ថាទាំងនោះគ្រាន់តែជាកម្រិតកំណត់របស់មនុស្សប៉ុណ្ណោះដោយសារស្ថានភាពរាងកាយដ៏គ្រោះថ្នាក់របស់គាត់ប្រព័ន្ធបានចាប់ផ្ដើមការបង្ខំឲ្យបំលែងភ្ជាប់រាងកាយរបស់គាត់ទៅនឹង Yggdrasil ដោយផ្ទាល់ដោយមានអារម្មណ៍ថានេះអាចជាឱកាសដែលគាត់បានរងចាំគាត់បានជ្រើសរើសឈ្មោះ Ryuki ការកំណត់ត្រូវបានបញ្ចប់ហើយគាត់ត្រូវបានបញ្ជូនទៅក្នុងហ្គេម Labyrinth គាត់បានបើកភ្នែកឡើងនៅក្នុងពិភពមួយឈ្មោះថា Phantom ដោយមានអារម្មណ៍ថាមានខ្យល់បោកសក់របស់គាត់និងដីដ៏រឹងមាំនៅក្រោមជើងវាជាអារម្មណ៍ដែលពិតជាងការក្លែងធ្វើណាទាំងអស់ដែលគាត់ធ្លាប់បានជួបប្រទះក្តីរំភើបរបស់គាត់ត្រូវបានរំខានដោយហ្វូងក្រុងឆាំងបានគេចផុតពីការវាយប្រហារមួយដោយប្រភេទប្រភេយនិងចាប់ផ្ដើមរត់ដោយឆ្ងល់ថាហេតុអ្វីបានជាគាត់ត្រូវប្រឈមមុខនឹងសត្រូវជំនួសឲ្យការណែនាំដំបូង tutorial ទោះបីជាពួកគេគ្រាន់តែជាក្រុងឆ្អឹងកម្រិតទី1ក៏ដោយក៏គាត់មានអារម្មណ៍ថាទន់ខ្សោយគាត់បានស្រែកហៅផ្ទាំងស្ថានភាពប៉ុន្តែ Ligon បានប្រាប់គាត់ឲ្យឈប់សួរសំណួរល្ងាល្ងើនៅពេលដែលគាត់សួររកសម្ភារៈចាប់ផ្ដើម Ligon ពន្យល់ថាដោយសារគាត់មានរបស់កម្រិត UR គាត់មិនចាំបាច់អនុវត្តតាមច្បាប់ស្តង់ដាររបស់ Labyrinth ឡើយគាត់មិនត្រូវបានជំនួយកម្រិតធម្មពលឬអត្ថប្រយោជន៍ធម្មតារបស់ពិភព Phantom នោះទេផ្ទុយទៅវិញវឌ្ឍនភាពរបស់គាត់គឺពឹងផ្អែកទាំងស្រុងលើសំណាងរបស់គាត់ជាមួយនឹងប្រអប់ចៃដន្យជាសំណាងល្អគាត់មានប្រាក់រង្វាន់សម្រាប់អ្នកចាប់ផ្ដើមដំបូងបន្ទាប់ពីចូលប្រើប្រាស់ Logging In រយៈពេល7ថ្ងៃជាប់គ្នាគាត់នឹងទទួលបានរង្វាន់កម្រិត SR1 ដែលត្រូវបានធានាសម្រាប់ពេលនេះ Ligon បានផ្ដល់ឲ្យគាត់នៅសម្បត្តិចំនួន100បូករួមទាំង5សន្លឹកទៀតសម្រាប់ការចូលទៅក្នុង Phantom Ryuki ដោយមានភាពក្លាហានក៏បានសម្រេចចិត្តចាប់ផ្ដើមបើកពួកវាភ្លាមគាត់បានទាញបានរបស់ដំបូងហើយរៀបចំខ្លួនប្រយុទ្ធប៉ុន្តែអាវុធរបស់គាត់ដែលជាអំបោះជូតបង្គន់ដែលប្រើរួចបានបាក់ភ្លាមដោយជេរប្រទេសសំណាងអាក្រក់របស់ខ្លួនគាត់ក៏បានបន្តរត់ទៅមុខទៀតគាត់បានបោះរបស់ទី2ដែលជាសក់ពាក់ wig ទៅលើក្រុងឆ្អឹងក្នុងក្តីស្លន់ស្លោគាត់បានជំពប់ជើងដួលផ្កាប់មុខRobot នោះដែលឥឡូវនេះកំពុងពាក់សក់ពាក់បានគ្រវីដាវមករកគាត់ចុងក្រោយប្រអប់នៅក្បែរនោះបានបញ្ចេញពន្លឺហើយគាត់ក៏ទាញបានដាវឃ្លីមួយទាន់ពេលដើម្បីទប់ស្កាត់ការវាយប្រហារវាជាអាវុធធម្មតាមធ្យមប៉ុន្តែវាគ្រប់គ្រាន់ហើយដោយមានទំនុកចិត្តសារជាថ្មីគាត់ក៏បានសម្រុកទៅមុខដើម្បីតតាំងជាមួយពួកក្រុងឆ្អឹងកម្រិតទី1ទាំងនោះមិនមានផ្លូវណាដែលគាត់អាចចាំងបាននោះទេទោះជាយ៉ាងណាក៏ដោយខ្ញុំគិតថាអ្នកលេងហ្គេមរបស់យើងនៅទីនេះហាក់ដូចជាមិនសូវជាអ្នកលេងហ្គេមអាជីពប៉ុន្មានទេព្រោះគាត់បានព្យាយាមកាប់ដាវទៅលើក្បាលរបស់បិសាចឆ្អឹងជាលទ្ធផលគាត់ត្រូវគេចាក់ចំស្មាហើយដាវនោះមិនបានធ្វើអ្វីដល់បិសាចនោះឡើយ Ryuki មានការងឿងឆ្ងល់យ៉ាងខ្លាំងហេតុអ្វីបានជាគាត់ត្រូវរបួសជាប់នឹងស្មាបែរជាមិនបាត់បង់ឈាម HP
Igon បានបញ្យល់ម្ដងទៀតថាច្បាប់សម្រាប់ពួកគេគឺខុសគ្នាទាំងស្រុង HP មិនមានវត្តមានឡើយហើយគាត់កំពុងប្រថុយជីវិតពិតប្រាកដរបស់គាត់នៅពេលឃើញបិសាចឆ្អឹងជួមកជិត Ryuki ឆ្ងល់ថាតើគាត់ធ្លាក់ក្នុងស្ថានភាពបែបនេះដើម្បីតែមកស្លាប់ក្នុងរបៀបដែលគ្មានន័យបែបនេះមែនទេគាត់បានស្ទុះទៅមុខដើម្បីទប់ស្កាត់ការវាយប្រហារខណៈដែលប្រអប់ពីរបានធ្លាក់ចុះមកភ្លាមពេលដែលវាធ្លាក់ដល់ដីគាត់អាចការពារការវាយរបស់បិសាចឆ្អឹងរួចក៏សម្រុកចូលនិងវាយបកឲ្យវាខ្ទាតចេញទៅគាត់មានការងឿងឆ្ងល់ព្រោះក្នុងមួយវិនាទីនោះគាត់មានអារម្មណ៍ថាដូចជាបានប្រាជ្ញជំនាញ skill ហើយរាងកាយរបស់គាត់បានធ្វើចលនាដោយខ្លួនឯងនោះហើយជាពេលដែលគាត់បានឃើញថាគាត់ទទួលបានជំនាញកម្រិត SR2 ពីប្រអប់នោះគឺជំនាញការពារនិងជំនាញប្រើប្រាស់ដាវ Igon និយាយថា Ryuki គឺជាមនុស្សតែម្នាក់គត់ដែលមិនត្រូវបានកម្រិតដោយពិភពនៃ Adrizal ប្រសិនបើរបស់របរឬជំនាញណាមួយបង្ហាញនៅក្នុងប្រអប់វានឹងត្រូវផ្ទេរទៅឲ្យគាត់ភ្លាមបិសាចឆ្អឹងមួយទៀតបានវាយប្រហារពីចំហៀងប៉ុន្តែជំនាញការពារកម្រិត SR Parry បានដំណើរការហើយគាត់អាចទប់ទល់វាបានបិសាចនោះត្រូវបានបង្កកហើយគាត់ក៏បានកាប់វាចំយ៉ាងពេញទំហឹងចុងឯណាខ្លះដែលធ្លាប់និយាយថាมันអាចកាត់បិសាចឆ្អឹងដោយប្រើដាវបានតើល្ងងណាដែលនិយាយបែបនោះកាលពី3នាទីមុនភាពជោគជ័យនេះគឺច្បាស់ណាស់ដោយសារតែជំនាញ Sword Mastery កម្រិត SR ឥឡូវនេះ Ryuki យល់ហើយថាជំនាញទាំងនោះមិនគួរមានវត្តមាននៅក្នុងពិភពនៃ Phantom នោះទេព្រោះ Adrizal មានកន្លែងខុសៗគ្នាជាច្រើនដោយសារតែសមត្ថភាពរបស់គាត់កំពុងតែបំពានច្បាប់និងការរដ្ឋបတ်ផ្សេង Igon និយាយថាគាត់ដឹងតាំងពីដំបូងថាក្មេងនេះមានសំណាងណាស់មិនចម្លែកទេដែលគាត់អាចទទួលបានរបស់បែបនេះនៅពេលដែល Ryuki ក្រឡេកមើលទៅក្រោយគាត់បានឃើញប្រអប់ SR ដំបូងរបស់គាត់ញញឹមរត់ចាប់យកវានិងនិយាយថាមានអ្វីមួយមិនធម្មតាទេនៅទីនេះអភូតហេតុកំពុងកើតឡើងក្នុងជីវិតរបស់គាត់បិសាចឆ្អង់3បានចូលមកវាយប្រហារគាត់ប៉ុន្តែដោយមានប្រអប់នៅក្នុងដៃគាត់បានបែរខ្លួននិងកាប់ពួកវាទាំងអស់ក្នុងពេលតែមួយគាត់បានព្រមានថាប្រសិនបើពួកគេផ្ដោតសំណាងឲ្យគាត់ច្រើនបែបនេះគាត់នឹងប្រើវាឲ្យអស់ពីលទ្ធភាពពិភពលោកដែលគាត់កំពុងនៅនេះហៅថា Phantom ដែលជាហ្គេមត្រូវបានគេចាត់ទុកថាជាស្នាដៃសិល្បៈបង្កើតឡើងដោយក្រុមហ៊ុន Lashia វាជាហ្គេមដែលពេញនិយមបំផុតនៅក្នុង Labyrinth និងជាហ្គេមដែលមនុស្សគ្រប់គ្នាត្រូវឆ្លងកាត់ Ryuki នៅទីនោះដើម្បីកម្ចាត់បិសាចឆ្អង់ឥតឈប់ឈរចុងក្រោយគាត់គឺជាអ្នកដែលមានសំណាងម្នាក់ក្នុងពិភពលោកនេះគាត់បានសម្លាប់បិសាចឆ្អង់យ៉ាងច្រើននិងបទពិសោធន៍ដែលគាត់ទទួលបានត្រូវបានបដូរទៅជាពិន្ទុភ្លាមដើម្បីបើកប្រអប់បន្ថែមអ្វីគឺខុសប្លែកទាំងស្រុងសម្រាប់គាត់មិនទាំងមានកម្រិត level ទៀតផងផ្អែកលើការគណនារបស់គាត់ត្រូវសម្លាប់បិសាចឆ្អង់15ដើម្បីសាកសំណាងរបស់គាត់ម្ដងឥឡូវនេះវាដល់ពេលដែលគាត់ត្រូវពិនិត្យមើលរបស់កម្រិត SSR ដែលគាត់ទើបតែបានទទួលបានសម្រាប់គាត់វាជារឿងមិនគួរឲ្យជឿដែលវាមិនគួរមានវត្តមានឡើយប៉ុន្តែ Igon និយាយថាប្រសិនបើវាមាននៅចំពោះមុខឯងវាក៏មានពិតប្រាកដដែរមិនចម្លែកទេដែលវាជា SSR របស់បែបនេះគឺតែងតែល្អជានិច្ចទោះជាយ៉ាងណាក៏ដោយ Ryuki ក៏បានទុកវាដោយនិយាយថាគាត់នឹងរក្សាវាទុកជាសម្ងាត់សិនវានឹងក្លាយជាអាវុធដ៏ល្អឥតខ្ចោះសម្រាប់ដោះស្រាយជាមួយបុគ្គលម្នាក់នោះឬ guild របស់ពួកគេទាំងមូលគាត់គ្រោងនឹងលាក់ថាមពលនោះសម្រាប់ប្រើប្រាស់ក្នុងពេលដ៏ត្រឹមត្រូវបំផុតជំនាញនានាត្រូវការពិន្ទុ roulette ដើម្បីតម្លើងកម្រិតសម្រាប់គាត់អ្វីគឺសាមញ្ញគាត់គ្រាន់តែត្រូវការឲ្យ game បញ្ជូនបិសាចមកបន្តបន្ទាត់ដើម្បីឲ្យគាត់សម្លាប់ពួកវាគាត់ចូលចិត្តការប្រយុទ្ធបែបនេះមួយសន្ទុះក្រោយមកមានការផ្ទុះមួយបានកើតឡើងនៅក្នុងព្រៃហើយបិសាចឆ្អឹងមួយទៀតបានដួលចុះដោយបន្សល់ទុកនៅគ្រីស្តាល់មួយនេះគឺជាថ្ងៃទី3របស់គាត់នៅក្នុងហ្គេមហើយគាត់បានធ្វើកិច្ចការប្រចាំថ្ងៃនិងវាយបិសាចពេញមួយថ្ងៃចុងក្រោយគាត់ប្រមូលបាន 1500 ពិន្ទុដែលគ្រប់គ្រាន់សម្រាប់បើកប្រអប់10ដងខ្ញុំគិតថាវាប្រសើរជាងហ្គេម Genshin Impact ទៀតព្រោះការលេងតែ3ថ្ងៃទទួលបានការបើក10ដងគឺមិនអន់នោះទេ Igon មានភាពសប្បាយរីករាយនៅរំភើបឃើញ Ryuki បើកប្រអប់នៅពេលនេះប៉ុន្តែ Ryuki បាយជាប្រើ 1400 ពិន្ទុដើម្បីតម្លើងកម្រិតជំនាញទាំងពីរវិញយន្តហោះបញ្ជាឬ robot នោះមានការខឹងសម្បារនឹងនិយាយថាម្នាក់នេះគួរតែសាកសំណាងរបស់ខ្លួន
វាគួរឲ្យរំភើបជាងរីយូគីបានសួរអំពីភាគរយនៃសំណាងហើយប្រព័ន្ធបានពន្យល់ថាមានឱកាស 70% សម្រាប់កម្រិត N 27% សម្រាប់ R 2.7% សម្រាប់ SR និង 0.3% សម្រាប់ SSR នៅពេលគាត់សួរថាហេតុអ្វីបានជាឃ្លាំងរបស់គាត់ពេញទៅដោយរបបឥតប្រយោជន៍រ៉ូបូតក៏ប្រាប់គាត់ឲ្យឈប់រអ៊ូដោយបញ្ជាក់ថាគាត់ទទួលបានជំនាញល្អៗជាច្រើនរួចទៅហើយរីយូគីឆ្លើយតបថាគាត់នឹងបើកតែប្រអប់ដែលបានមកពីកិច្ចការប្រចាំថ្ងៃតែប៉ុណ្ណោះចំណែកពិន្ទុដែលនៅសល់គាត់នឹងយកទៅតម្លើងកម្រិតវិញរ៉ូបូតយល់ពីបំណងនេះប៉ុន្តែបានសួរថាតើគាត់ក្រងនឹងនៅក្នុងព្រៃ tutorial នេះយូរប៉ុណ្ណាទៀតរីយូគីគឺជាមនុស្សប្រុងប្រយ័ត្នគាត់ត្រូវការអាវុធនិងកម្រិតជំនាញខ្ពស់មុនពេលចាកចេញគាត់ស្គាល់ពិភពលោកនេះច្បាស់ជាងអ្នកណាទាំងអស់ហើយគាត់មានបំណងប្រើប្រាស់ចំណេះដឹងពីអតីតកាលរបស់គាត់ឲ្យអស់ពីសមត្ថភាពព្រៃចាប់ផ្ដើមនេះក៏មិនមែនជាការលើកលែងដែរកាលណាអ្នកចាកចេញអ្នកមិនអាចត្រឡប់មកវិញបានទេដូច្នេះគាត់ត្រូវតែប្រើប្រាស់វាឲ្យមានប្រយោជន៍បំផុតគាត់បានប្រាប់អ៊ីហ្គនថាគាត់ត្រូវតែហាត់បន្ថែមដើម្បីយល់ពីដែនកំណត់នៃប្រព័ន្ធនិងអ្វីដែលគាត់អាចធ្វើបានដោយមិនបាច់មានស្ថិតិ stats 2ថ្ងៃបានកន្លងផុតទៅហើយការតម្លើងកម្រិតចាប់ផ្ដើមយឺតទៅជំនាញកម្រិត SR ទាំងពីរគឺស្ថិតនៅកម្រិតទី3ជាអកុសលมันមានចម្រិតក្នុងការតម្លើងវាបន្ថែមទៀតទេដែលនេះបង្ហាញពីដែនកំណត់នៃ tutorial អ៊ីហ្គនបានអង្អែលមុខរបស់គាត់និងនិយាយថាវាដល់ពេលដែលត្រូវទទួលយករង្វាន់សម្រាប់ការចូលលេងរយៈពេល7ថ្ងៃហើយទោះបីជាវាជាការធានាថានឹងទទួលបានរបស់កម្រិត SR ក៏ដោយក៏នៅតែមានឱកាសថាវាជារបស់ដែលគ្មានប្រយោជន៍រីគីបានបញ្ជាឲ្យប្រអប់បើកកញ្ចប់ពណ៌មាសបានធាក់ចុះដល់ដីនិងបញ្ចេញពន្លឺគាត់មានការងឿងឆ្ងល់និងសួរថាតើរបស់បែបនេះអាចមានពិតក្នុងពិភពលោកនេះមែនទេគាត់ទទួលបានដាវកម្រិត SR ដែលមានកំធឿងខ្លី revolver បញ្ចូលក្នុងនោះពិតជាមានប្រសិទ្ធភាពមែនប៉ុន្តែគាត់ដឹងថាបើផ្អែកតាមសាច់រឿងរបស់ Phantom World អាវុធបែបនោះមិនគួរមានវត្តមាននោះទេដែលវាមានន័យថាប្រសិនបើមាននរណាម្នាក់បានឃើញរបស់បែបនេះពិភពលោកនឹងមានភាពជ្រួលច្បល់ជាមិនខានគាត់បានសាកល្បងវាដោយការកាប់ស្រាលៗទៅលើដើមឈើមួយដើមដែលភ្លាមនោះវាត្រូវបានកាត់ដាច់ដូចជាកាត់បឺអញ្ចឹងទោះបីជាគាត់មានជំនាញដាវ SWOT Mastery ក៏ដោយក៏កម្លាំងនៃអាវុធនោះគឺខុសពីធម្មតាខ្លាំងណាស់នោះហើយជាពេលដែលគាត់នឹកឃើញថានៅពេលដែលគាត់បានចូលមកក្នុងហ្គេមនេះតាមពិតទៅគាត់ជិតនឹងស្លាប់ទៅហើយនៅក្នុងជីវិតពិតហើយគាត់ក៏ឆ្ងល់ថាតើមានអ្វីកើតឡើងប្រសិនបើគាត់ស្លាប់នៅក្នុងនេះ Saigon បានពន្យល់ថាប្រសិនបើគាត់ស្លាប់គាត់នឹងទទួលបានការរក្សាទុកទិន្នន័យបម្រុង backup ហើយនឹងត្រូវបានរស់ឡើងវិញប៉ុន្តែគាត់ប្រហែលជាមិនចង់ឆ្លងកាត់រឿងនោះទេព្រោះការបង្កើតរាងកាយឡើងវិញគឺវាឈឺចាប់ខ្លាំងណាស់ទោះជាយ៉ាងណា Ryuki បានឆ្លើយតបថាគាត់មិនខ្វល់ពីការឈឺចាប់នោះទេហើយបានប្រាប់ទៅ Saigon ឲ្យប្រើសម្ពុតទាំងនោះទៅគាត់ត្រូវការបង្កើនកម្លាំងប្រយុទ្ធរបស់គាត់ឲ្យកាន់តែខ្លាំងទោះបីជាបន្តិចបន្តួចក៏ដោយមួយសន្ទុះក្រោយមកគាត់ត្រូវបានបំពាក់ដោយឈុតកម្រិត rank R ឡើងវិញទោះជាយ៉ាងណាក៏វាប្រសើរជាងគ្មានអ្វីសោះដែរបន្ទាប់មកគាត់បានប្រាប់ Saigon ឲ្យត្រៀមខ្លួននិងចាប់ផ្ដើមថតរាល់សកម្មភាពទាំងអស់ចាប់ពីវិនាទីនេះទៅមិនត្រូវឲ្យរំលងសូម្បីតែសកម្មភាពបន្តិចបន្តួចនៃការលេងហ្គេមរបស់គាត់ឡើយភ្នាក់ងារមនុស្សយន្តបានសួរថាតើគូដាក់ឈ្មោះឯកសារនោះថាអ្វីហើយគាត់បានប្រាប់ថាឲ្យហៅវាថា The Disc That Backed Away But Escaped from the Abyss មនុស្សយន្តយល់ព្រមប៉ុន្តែចង់ដឹងថាហេតុអ្វីបានជាសុកគាត់ចង់ថតរឿងបែបនេះគាត់បានបញ្យល់ថាហ្គេមភាគច្រើនរបស់ក្រុមហ៊ុន Roger ត្រូវបានបង្កើតឡើងយ៉ាងប្រញាប់ប្រញាល់ហើយសូម្បីតែហ្គេមមួយនេះដែលជាហ្គេមដែលធ្វើបានល្អបំផុតក៏មិនសូវជាខុសគ្នាប៉ុន្មានដែរវានៅតែមានចំណុចខ្វះខាតមួយចំនួនជាឧទាហរណ៍នៅពីមុខគាត់នេះគឺជាមេតប Knight Boss Knight ដែលតាមពិតទៅត្រូវលេចមុខនៅវគ្គក្រោយៗនៃហ្គេមតែប៉ុណ្ណោះប្រព័ន្ធបានប្រកាសថានេះគឺជា Black Knight of Chaos ដែលជាសត្វចម្លែកទទួលបានពរជ័យពីព្រះនៃភាពងងឹតភ្លាមនោះបេសកកម្មកំចាត់វាក៏បានលេចឡើងគាត់នឹងទទួលបានសម្បត្តិ10សន្លឹកនិងសម្បត្តិកម្រិត S rank 1សន្លឹកជាការធានាសម្រាប់អ្នកដែលគ្រងនឹងសម្លាប់សត្វចម្លែកនោះស្រាប់ការទទួលបានរង្វាន់បន្ថែមទៀតបែបនេះគឺពិតជាល្អឥតខ្ចោះមេតបនោះបានលើកដាវឡើងហើយប្រាប់ទៅក្មេងប្រុសនោះឲ្យបង្ហាញសមត្ថភាពរួចក៏កាប់ចុះមកយ៉ាងខ្លាំងប៉ុន្តែ Ryuki ដោយមានដាវដ៏មានអានុភាពនិងជំនាញការពារកម្រិតទី3គាត់អាចវាយបុកការវាយប្រហាររបស់បិសាចនោះឲ្យថយក្រោយវិញបានដោយដែលគាត់បានរំពឹងទុកដោយសារគាត់មិនទាន់មានកម្រិតខ្ពស់
គាត់មានដែនកម្រិតត្រឹមតែអ្វីដែលជំនាញរបស់គាត់អាចធ្វើបានប៉ុណ្ណោះបន្ទាប់មកគាត់បានប្រាប់ទៅ Knight នោះឲ្យត្រៀមខ្លួនរត់ក៏វាយមួយដាវយ៉ាងខ្លាំងទៅលើទ្រូងប៉ុន្តែការវាយនោះហាក់ដូចជាមិនមានប្រសិទ្ធភាពអ្វីសោះ Zygon បានអបអរសាទរគាត់ចំពោះភាពក្លាហានហើយនិយាយថាវាហាក់ដូចជាការវាយប្រហាររបស់គាត់កំពុងមានប្រសិទ្ធភាពជាក់ស្ដែង Rookie មានការងឿងឆ្ងល់យ៉ាងខ្លាំងជាពិសេសនៅពេលដែលគាត់មិនបានបង្កការខូចខាតអ្វីសោះនោះហើយជាពេលដែល Zygon ប្រាប់គាត់ឲ្យចងចាំថាគាត់កំពុងស្ថិតនៅក្នុងពិភពលោកដែលមានលក្ខណៈប្រាកដនិយមជាងមុនបន្ទាប់មកតួអាចក៏បានយល់ថាពីមុនគាត់បានប្រយុទ្ធដោយជាតួអង្គដែលព្យាយាមបំបាយឈាមដោយការវាយទៅលើអាវក្រក់ប៉ុន្តែពេលនេះគាត់លែងជាប់ជំពាក់នឹងច្បាប់ទាំងនោះទៀតហើយគាត់ត្រូវការប្រយុទ្ធតាមបែបជាក់ស្ដែងវិញភ្លាមនោះគាត់បានស្ទុះទៅរកមេតបនោះដើម្បីស្វែងរកជំនួយខ្សោយពិតប្រាកដ Knight នោះព្យាយាមទប់ទល់ប៉ុន្តែ Rookie អាចការពារដោយដាវហើយចូលទៅជិតបានគាត់បានចាក់ដាវយ៉ាងជ្រៅទៅក្នុងអាវក្រក់ហើយបាញ់មួយក្រាបចំកណ្ដាលដៃតែម្ដងដៃនោះបានធ្លាក់ទៅលើដីហើយ Knight នោះក៏បានស្រែកដោយការឈឺចាប់ Rookie ចាប់ផ្ដើមយល់នៅអ្វីដែល Zygon តែងតែប្រាប់គាត់អំពីការដែលគាត់មិនមាន HP ខណៈពេលដែលនៅតែអាចបង្បែកច្បាប់នៃហ្គេមបានគាត់មិនចាំបាច់បារម្ភអំពីរបបជីវិតរបស់សត្វចម្លែកទាំងនោះឡើយអ្វីដែលសំខាន់គឺការប្រយុទ្ធតាមបែបប្រកបនិយមក្នុងកំឡុងពេលកំពុងយល់ដឹងនោះសត្វចម្លែកនោះស្រាប់តែវាយគាត់ចំស្មាខាងស្ដាំបញ្ហាគឺ Rookie ដឹងថា Black Knight មិនគួរមានជំនាញវាយប្រហារពីចម្លែកបែបនេះឡើយបន្ទាប់មកគាត់បានឃើញថាមផលចម្លែកដែលបានវាយប្រហារគាត់ក៏ចេញមកពីដៃរបស់ក្នេកនោះដែរក្នេកនោះបាននិយាយថាអ្នកណាដែលគំរាមកំហែងដល់ម្ចាស់ត្រូវតែទទួលបទពិសោធន៍នៃជីវអវិជ្ជា Rookie អាចគេចផុតប៉ុន្តែគាត់ចាប់ផ្ដើមគិតថាគាត់ប្រហែលជាមើលស្រាលសត្វចម្លែកនេះពេកហើយប្រហែលជាមេ boss ដែលលេចឡើងនៅចុងបញ្ចប់នៃហ្គេមគឺខុសគ្នាពីមេដែលនៅក្នុងវគ្គណែនាំ tutorial នេះម្យ៉ាងវិញទៀតនៅពេលដែលអ្នកស្លាប់នៅក្នុងភូមិចាប់ផ្ដើមអ្នកនឹងត្រូវបានបញ្ជូនទៅកាន់តំបន់ដំបងដែលមានន័យថាគ្មាននរណាម្នាក់ធ្លាប់បានតតាំងជាមួយអាម្នាក់នេះពីដងនោះទេគាត់កំពុងស្ថិតក្នុងស្ថានភាពការពារខ្លួនពីការវាយប្រហារជាបន្តបន្ទាប់ប៉ុន្តែការវាយប្រហារជាច្រើនបានត្រូវលើរូបគាត់ការវាយប្រហារមួយបានចំកណ្ដាលពោះរបស់គាត់ពេញទំហឹងបន្ទាប់មកសាច់រឿងបានកាត់ទៅរូបភាពក្មេងប្រុសរបស់គាត់កំពុងទះតូយ៉ាងខ្លាំងហើយនិយាយថាគាត់មិនយល់សោះយុទ្ធសាស្ត្របានខុសម្ដងទៀតហើយគាត់មិនដឹងថាបញ្ហានៅត្រង់ណាឡើយកាលពីមុនគាត់ជាសមាជិករបស់ Guild Lindsay ហើយជាអ្នកវិនិច្ឆ័យ analyst ពោលគឺជាអ្នកដែលទទួលទិន្នន័យប៉ុន្តែគាត់និយាយថាតំបន់ដែលគាត់កំពុងព្យាយាមរៀបចំយុទ្ធសាស្ត្រត្រូវបានយកឈ្នះដោយ Lane Full បាត់ទៅហើយ Rookie នៅថាទទួលថាយុទ្ធសាស្ត្ររបស់គាត់មានប្រសិទ្ធភាពជាងហើយនឹងធ្វើឲ្យពួកគេនាំមក Guild ផ្សេងទៀតប៉ុន្តែអ្នកគ្រប់គ្រងបានបោះក្តារនោះចោលហើយនិយាយថាគាត់មិនមែនជាអ្នក Lane Player ឬជាអ្នកដែលមានចំណាត់ថ្នាក់ខ្ពស់នោះទេដូច្នេះហេតុអ្វីបានជាគាត់ព្យាយាមធ្វើការសម្រេចចិត្តឲ្យ Guild Lindsay ពួកគេមិនត្រូវការលេងឡើងវិញ replace នោះទេនោះគឺជាការសម្រេចចិត្តដែលធ្វើឡើងដោយអ្នកលេងដែលពូកែបំផុតគឺ Lane Full ដូច្នេះហេតុអ្វីបានជាគាត់ចោទសួររឿងនេះ Rookie ត្រឡប់មកកង់បន្ទប់វិញហើយតែតួជាថ្មីម្ដងទៀតដោយនិយាយថាពួកលងទៀងនោះនៅតែបន្តធ្វើរឿងគ្មានប្រយោជន៍ដើម្បីឲ្យ Lane Full អាចរក្សាចំណាត់ថ្នាក់បានប៉ុន្តែជាអកុសលគាត់ត្រូវតែធ្វើចិត្តឲ្យត្រជាក់ហើយផ្ដល់លើការចំណាយលើខាវិស្ការបស់ម្ដាយគាត់វិញវាជារឿងតែសំខាន់ជាងរំពេចនោះមាននរណាម្នាក់ហៅឈ្មោះ Rookie ហើយគាត់ក៏ភ្ញាក់ព្រឹត្តម្នាក់នោះបានសុំទោសដោយនិយាយថាគេស្មានថាគាត់ប្រហែលជាចង់ធ្វើកាហ្វេម្នាក់នោះគឺជាអ្នកស្រាវជ្រាវម្នាក់ទៀតឈ្មោះ Cynthia ដែលបានប្រាប់ថាសៀវភៅណែនាំ Guides ដែលគាត់កំពុងធ្វើត្រូវបានបដិសេធម្ដងទៀតហើយគាត់មើលទៅហត់នឿយខ្លាំងណាស់ហើយនាងបានសួរថាតើគាត់ត្រូវការជំនួយដែរឬទេគាត់បាននិយាយថាគាត់ត្រូវការជំនួយក្នុងការជូនមើលព័ត៌មានសម្ងាត់មួយចំនួនដើម្បីបញ្ចប់សៀវភៅណែនាំនោះនាងបានញញឹមហើយនិយាយថាដោយសារតែគាត់ចង់បាននាងនឹងព្យាយាមអស់ពីសមត្ថភាពមួយរយៈក្រោយមក Rookie បានត្រឡប់ទៅមន្ទីរពេទ្យវិញហើយប្រាប់ម្ដាយគាត់កុំឲ្យបារម្ភព្រោះគាត់បានកំណត់ពេលវះកាត់រួចរាល់ហើយម្ដាយគាត់បានសួរអំពីការចំណាយប៉ុន្តែគាត់និយាយថាវាមិនអីទេហើយ Guild ក៏បានយល់ព្រមលើរឿងនេះដែរម្ដាយរបស់គាត់សប្បាយចិត្តយ៉ាងខ្លាំងហើយបានអោបគាត់ដោយនិយាយថានាងមានមោទនភាពចំពោះការខិតខំធ្វើការរបស់គាត់គាត់បានតបវិញថាគ្រប់យ៉ាងនឹងទៅជាល្អប្រសើរដោយមានអារម្មណ៍ថាការខិតខំប្រឹងប្រែងពិតជាបាននាំសំណាងមកឲ្យគាត់មែនប៉ុន្តែនៅក្នុងឈុតបន្ទាប់គាត់ត្រូវបានគេបណ្ដេញចេញពី Guild Lindsay ពីបទលេខធ្លាយការសម្ងាត់គាត់ព្យាយាមការពារខ្លួនប៉ុន្តែពួកគេនិយាយថាពួកគេមានប្រធានគ្រប់គ្រងហើយទោះបីជាគាត់បានធ្វើវាដោយប្រុងប្រយ័ត្នក៏ដោយក៏ពួកគេទទួលបានព័ត៌មានពី Lane Full និង Cynthia ដែរម្នាក់នោះពិតជាថោកទាបមែននៅពេលឃើញ Lane Full អោបស្រីម្នាក់នោះនាងបានបោកប្រាស់គាត់ដោយស្នាមញញឹមនោះពេលនេះគាត់ចង់ដកកំភ្លើងកម្រិត SSR ចេញមកហើយបាញ់នាងតែម្ដងLane Full ដ៏ថោកទាបនោះនៅតែស្ថិតនៅទីនោះហើយនិយាយថាគាត់ប្រកាសជា Rookie ល្ងងដែលតែងតែធានាសៀវភៅណែនាំដ៏គួរឲ្យសំណើទាំងនោះមកមិនខានការដែលឃើញក្មេងម្នាក់នោះនៅតែមានទឹកមុខលងខ្លៅបែបនោះបានធ្វើឲ្យគេកាន់តែខឹងខ្លាំងឡើងបន្ទាប់មក
เกก็เงียกแต่รอกซินเทียให้นิยัยทาเนียงปิดจิฮอตเหนื่อยนะได้เทรนเนอร์กับใบอาสำรามันเนี่ยนู่ปนตายทั้งไงนี่พวกเกหนึ่งเจ้งแต่กราวดำใบออบอซาโตบันตอบหมอกเกก็ดาวเจ้งเตอร์เตียงนิยัยทาริยุคิกลัวแต่ดังทาครวนไอเหมาะปีหน้าขมีนประโยชน์ไอเต้ขนงการทือจีแอนาลิสต์บาตุจิกาวิเพียกไอบานตรำตรยก็ทือเหมือนบานพ้องจอกตมรำแต่จ้องบังกายไกด์ดับใบไอเนี่ยดอตไตยกชนะไอนุกาเปิดคือเกเหมือนดึงถักครวนไอในกันไลหน้าไล่รุยเกก็ดาวเจ้งตามทวีเต็มนิยัยทาเวียปัดจิกูไอสได้ปันตายจีวัดดอกอัดในระบอกเกบานหมักดอตีบรรจบหอยในขณะนู้ตูองเยบานบัดบองกิติยุดอติกตุดดรเกในเซซอลกรองตีกรองนู้หายทลักแต่ดอแรงค์ดรเกมันสควอลในจำนวนนู้ลุยกะบุญซากิติยุหนึ่งครัวซาดรเกทวบเมียนตรึบานดอกโหดเตียงเกแทมเตียงบัดบองชมูระบคลวงเตียทองนู้ให้คือจีแคปิตอลิซึมเนื้อกำรัดกำปูลเนื้อเปรดันเนอลุยส่งใบแต่ชมูก็มันซอลได้ปังตาไอเลยนี้ริยุคิบานตลับแต่ขนมดันเจนวิงดำใบตุบตุลหนังกาวีประหารระบแบล็กไนท์ตาวเมียนเนนาคลาได้มันสงายสุดซาแต่เกเนยแต่อาโชเชียงบ้านบรรทอปิดเตรมวยกับใบทงนแบบนู้ตัวอังยังเนยแต่บรรทอต่อสู้หายบรรทอหมอกใบไซนู้ก่อนเลือกดาวดังแตงนิเยธาเนยตีบรรจบเกขเมียนเพลออาเจนปีตีนี้บานลอยกาวีประหาบานหมกดาวปิ้งตุ่มห่มชปวดเตอรอกริยุคิได้กำปุงชงอทาตาวนี่เป็ดจิตตีบรรจบมาดองเตียดแมนเต้ตาวเอาการเลิกนี่หนึ่งข้อปีจีวัดมุนระบอกเกยางโดยมาได้คละดอยนึกขึ้นดอกมันได้ระบอกเกหนึ่งซินทิยาเกสปอร์ตทาเกหนึ่งทั่วปัวเกซ่องกรุบแบบอย่างบรรตอบโมเกก็บานกาเปียกาวีประหาจ้อมตรองปัวระบอกไนท์รวยดอกดาวระบอกครูนเจ้งเฮาโลดตะมกเกจับกระบาลไนท์รวยจากดาวโจ้ตะขน้องหมวกได้เฮานึกขึ้นดอลอาสำรามแต่งปีหนังนูไนท์บานดัวแต่เลยได้เฮาเกสปอร์ตทาเกหนึ่งมันอดเอาอ่อยแนกแต่งปีหลายเพลียมนู้บีซาดนู้ก็ทุกขจัดกระจายแต่มาดองจงปวกกาสำหรับ Black Knight เนื้อกำเริดเตียบแบบนี้เกตัวบ้าน Experience จำนวน10,800เหลือปีนี้ Emergency Quest ก็บานประดนรางวัลชื่อสมบุติจำนวนดอบสันเลิก1สมบุติกำเริด SR หมู่สันเลิกพองแดขณะเป้แหลกกำปงระเลียนัดบานปรับเกเอายกชนะเลือ Oblivion หอยเชื่อนตะมกบันต่อเตียดรูยุกี้กรอนแต่ชลอยตอบท้ามันจำบัดนิเยเตเกหนึ่งบันต่อดาตะมกจินิดไอกอนบานทอดตุกเนื้อร้อสกรรมเพียบต่างหอยเหล่านี้เมียนบุรสเมียมันแนกกำปุงมือวิดีโอนูดอยจองเดิมท้าวิดีโอนู้ดอยบังฮอสตั้งปีเปลนามันแนกเตียดบันฉลอยท้าคือเติบแต่บังฮอบานประมาณมองมูนิเตหอยสู้ท้าตาจังอ้อยโปเกแต่ตรงตะเกได้หรือเตปันตาบรนุฉลอยท้ามันจำใบเทปรุเกจำมุกบานเกกรวนแต่จ้องอ้อยเรียบจอมลานอ้อยรุ่ยรัวหนึ่งจองเดิงทาลินฟูลเนอไอนาบรมันแนกนู้ตามปัตเตอร์คือเจเมเด็กน้องปุดประกอบระบอกกิลลินซีได้เป็นชมูท้าแกเบรียลเดริอัสตามเมื่อเตอร์ลินฟูลเหมือนแมนครั้นแต่ครั้งครึ่งเรื่องไว้ตอบปนอเตวิดีโอแด่ตัวองเยือนบันบังเหาะเลยไอจีทิวบปื้ดเชื่อกำปุงบังกอกาพญาอาวอย่างครั้งเลยบันไดสังคมขเงียนอย่างน่าเชื่อท้ามีมนุษย์อาจต่อตั้งมือตัวหนึ่งมวยจุมวยกลิชทูทอเรียลบอสแบบนี้ลอยเอาไว้ได้มันซ้ำแหดพอนุคือท้าประสันบาเวียสเทิดนึกรองแฟนทอมเก้มันอาจมีดาวได้เมียนกำเพลิงจบหมกจุมวยแบบนี้เตเหลือปีนี้จุมเนียนรีเฟล็กแต่งโน้หักโดยเจีจำไหลเบกหอยเรื่องแต่งอ้อนี้บันทัวร์มนุษย์เนียชิงเอาท้าตาวิดีโอโน้จีวิดีโอคล้ายหรือก็เขมงมันโน้กำปุงเปล่าบักได้มันกัวเมียนรูปเพียบวิดีโอโน้ตเตอร์บันเกจับสายดูจีพิยุนบล็อกบัสเตอร์เนื้อเหลือเอกรองทมหากมีหนักหนาเจือลอยท้าเกอาจมีปฏิกรรมเราห้าดอกถนักนี้ Analyst มันเตียดมอกปีกิลลินเซชมัวหลักกูนาจองเดิงทาต้าวรียู77นี่จีหนักหนาเนียงจากตัวครุนอ่างทาชี Analyst กำเร็ดอาชีพ Pro Level ปันตายสมใบแต่เนียงก็มันโยนทาต้าวเกอาชนะบอสโนดาวระเบียบหน้าได้เนียงบานปรับโครมกางเงียทานีจะบาชีบักประเภทนามวยได้พวกแก้กู้แต่ดังรวยท้ายปันตาบรอเปียเวนตามันแหนกบานในเยทามุกมันแหนกนี้ปึ๊ดจีมนุษย์ได้เกกำพงกึดต่อแม่นปันตาเวียมันกลัวนึงอาจตัวรวยลอยบรรทบหมอกยังเคยลินฟูเงียกรอยเตียงสัวทาต้าวแหนกเราขึ้นในกำพงในเยเอาไว้ปีริยุกิแฮดเอาไว้บ้านชีผูกตัวชัดอักเกราะแต่งตาเนื้อกระบายมนุษย์สะอาดแบบนี้ลินฟูอ่างทาเกมันดึงทาบรอมันแหนกโนเจนแหนกนาเตปันฟ้าบรอขนงชุดถมสุดบ้านฉลาตอบทาอนาลิสการปีเบยชนะมุนมันแหนกแดดทลอดบังเกิดกายอย่างล้อหอยแดลินฟูบานสนาเอาดังเจนปีกิลนูบานคลายจีมนุษย์เงียนตำไลมันแหนกลินฟูกรอนแต่ฉลาตอบทาปีพบโลกนี้โปเป็นทดอยมนุษย์ได้มีเรื่องราวแบบนี้ไอ้บรอนูจองดึงทาต้าวเกบานเคินวิดีโอ Black Knight หรือเนยหอยลินฟูบานฉลอยทาเกบานเคินรวยหายจุมปูเก๋วีหักด้วยเชือบักฉลานเฉียงปรูเวียมันอายตรวยร้อยขนมกาสำหรับปีไซด์โนนึกขนมชูชอริโอ
បុរសដែលឈរនៅទីនោះនិយាយថា Lin Full ត្រូវតែយល់ថាមនុស្សនៅក្នុងវីដេអូនោះគឺពិតជា Ryuki ហើយគេគួរតែដឹងថាវាមានន័យយ៉ាងណា Lin Full ងាកមកវិញទាំងខឹងសម្បាហើយប្រាប់បងប្រុសរបស់គេឲ្យជប់និយាយពីអាម្នាក់នោះទៅតាំងពីពេលណាដែលពួកគេខ្លាចជាមនុស្សកំសាកដែលខ្វល់ខ្វាយពីមនុស្សបែបនោះពួកគេមិនគួរចំណាយកម្លាំងចិត្តគិតពីក្មេងម្នាក់នោះឡើយ Gabriel ក៏សម្រេចចិត្តមិននិយាយអ្វីអស់ទាំងកោះបុរសម្នាក់ទៀតដើរមកជិតហើយសួរថាតើពួកគេនឹងធ្វើអ្វីបន្តទៀតព្រោះ Ryuki ហាក់ដូចជាកំពុងព្យាយាមឌឺដងពួកគេដោយចេតនាវាហាក់ដូចជាអន្តាក់ដូច្នេះពួកគេគួរតែប្រុងរឆាត់ដំបូងពួកគេត្រូវរកឲ្យឃើញថាគេទៅកន្លែងណាបន្ទាប់ពីត្រូវដេញចេញពីគៀលដើម្បីដឹងពីជំហានបន្ទាប់គេដើរចេញទៅតែនិយាយម្នាក់ឯងថាមិនបាច់ប្រញាប់ទេយើងមានពេលដើម្បីប្រមូលព័ត៌មានបញ្ហាគឺត្រូវដឹងថាតើបងប្រុសរបស់គេនឹងដោះស្រាយរឿងនេះយ៉ាងរត់មដាត់ ត្រឡប់មកតួអង្គយិនវិញអ៊ីហ្គរនិយាយថាគេបានជាសះស្បើយ 87% ហើយអាចធ្វើចលនាបានតួអង្គយើងក្រោកឈរឡើងទាំងខ្លួនប្រលឹកឈរជោគដោយនិយាយថាការឈឺចាប់គឺអាក្រក់ជាងអ្វីដែលគេបានគិតទៅទៀតអ៊ីហ្គរបញ្យល់ថាពិតណាស់ហើយព្រោះសរីរាង្គគង់ខ្លួននិងសាច់ដុំជាច្រើនត្រូវបានរហែកមិនតាន់រាប់បញ្ចូលទាំងការបាក់ឆ្អឹងជាច្រើនកន្លែងផងប៉ុន្តែរូយូគីញញឹមទាំងនិយាយថាមិនយូរទេគេនឹងសុំនឹងវាព្រោះគេនឹងត្រូវជួបប្រទះវាជាច្រើនបងទៀតគេបន្តដើរទៅមុខហើយឃើញប៉មមួយនៅជើងមេឃវាដល់ពេលដែលត្រូវលាគិនាជាមួយ tutorial ហើយ Demonic Tower គឺជាមីតិកាចម្បងនៃពិភពលោកនេះបញ្ហាគឺវាជាអ្វីដែលគេមិនទាន់អាចចូលទៅបាននៅឡើយគេត្រូវបង្កើន level នៃ scale មួយចំនួននៅក្នុង dungeon នៃជំវិញប៉មនោះជាមុនសិនខណៈពេលដែលពួកគេដើរទៅមុខអ៊ីក៏និយាយថាគេគិតថាវាពិតជាឈួតណាស់ដែលបង្ហោះវីដេអូនោះឥឡូវនេះមនុស្សជាច្រើននឹងស្គាល់គេហើយចង់សម្លាប់គេប៉ុន្តែ Ryuki និយាយថាគេមិនគិតថាវាជារឿងធ្ងន់ធ្ងរប៉ុន្មានទេព្រោះមនុស្សភាគច្រើននឹងគិតថាវាជាបាក់ហើយបាក់តែងតែកើតមានជានិច្ចម្យ៉ាងវិញទៀតថ្នាក់ដឹកនាំនៅ Lindsay តែងតែមានការប្រុងប្រយ័ត្នខ្ពស់ពួកគេនឹងចង់ប្រមូលព័ត៌មានមុននឹងធ្វើសកម្មភាពហើយនោះហើយជាមូលហេតុដែលគេត្រូវការចាប់អារម្មណ៍ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបានកាលណាគេកាន់តែល្បី Lindsay កាន់តែមានជំរឿនតិចក្នុងការចាត់វិធានការប្រឆាំងនឹងគេព្រោះអ្វីគ្រប់យ៉ាងនឹងត្រូវបញ្ញាជាសាធារណៈលើសពីនេះទៅទៀតប្រសិនបើការផ្លាស់ប្ដូរ conversion ដំណើរការដោយអ្វីដែល robot បានបញ្ជូលគេអាចលាក់ខ្លួនរបស់គេពីពិភពហ្គេមនេះនៅពេលណាដែលគេចង់វាក៏ដូចជាការ log out ដែរប៉ុន្តែដោយសារតែគេគ្មានរូបរាងពិតប្រាកដនៅក្នុងពិភពពិតស្ថានភាព log out របស់គេគឺដូចជាការស្ថិតនៅក្នុងភាពទទេស្អាតនឹងចាន robot ទូយនោះនិយាយថាគេកំពុងប្រើប្រាស់ប្រព័ន្ធនេះតាមរបៀបដ៏ឆ្លាតវៃបំផុតចំណែក Ryuki វិញកំពុងតែគិតថាគេមិនអាចរងចាំដល់ពេលសងសឹក Lin Full បានឡើយគេច្បាស់ណាស់ថានៅពេលដែលគេចាប់ផ្ដើមបង្កការរំខានឲ្យបានគ្រប់គ្រាន់ម្នាក់នោះនឹងព្យាយាមធ្វើអ្វីមួយហើយនោះហើយជាពេលដែលគេនឹងវាយបកវិញបន្ទាប់មកប្រព័ន្ធបាននិយាយថាវាហត់នឹងការជជែកគ្នាហើយដល់ពេលត្រូវបើកសម្បត្តិ Witty Kids ហើយគេមានការចាប់20ដងការចាប់កម្រិត SR ធានាជោគជ័យ2ដងនិងពិន្ទុ 150,000 ពិន្ទុដល់ពេលត្រូវសាក់លបងសំណាងហើយប៉ុន្តែ Ryuki និយាយថាការទៅទីក្រុងគឺជាអតិភិបព្រោះគេត្រូវកំណត់ revival point ទោះជាយ៉ាងណាក៏ដោយ Egan ពន្យល់ថារឿងនេះកើតឡើងតែចំពោះមនុស្សដែលត្រូវបាននាំមកពីពិភពផ្សេងប៉ុណ្ណោះរូបរាងរបស់គេតាមពិតទៅគឺមានស្រាប់នៅក្នុងពិភពលោកនេះទៅហើយនៅចំណុចនោះគេបានដំណើរការប្រព័ន្ធ conversion ហើយត្រឡប់ទៅហាងដែលគេបានស្លាប់នោះវិញអ្វីដែលបានកើតឡើងគឺឥឡូវនេះគេមានរូបរាងពិតប្រាកដនៅក្នុងពិភពលោកនោះនៅពេលដែលគេប្រើ conversion គេនឹងបដូរពីពិភព game មកកាន់ពិភពរូបវន្តវិញខណៈដែលមនុស្សមកពីផែនដីគឺធ្វើដំណើរពីផែនដីទៅកាន់ទីនោះវិញនៅទីបំផុតអ្នករាល់គ្នាកំពុងមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកគេនៅទីនោះតែងឿងឈរសម្លឹងមើលខ្លួនឯងនិងនិយាយថាគេជិតនឹងស្លាប់ទៅហើយប៉ុន្តែឥឡូវនេះគេមិនមានអារម្មណ៍ឈឺអ្វីទាំងអស់ប្រព័ន្ធនិយាយថានោះគឺដោយសារតែគេពូកែខ្លាំងពេកដំបូងបង្អស់វាជាការល្អបំផុតក្នុងការបិទកាមេរ៉ានៅកន្លែងនោះប៉ុន្តែភ្លាមនោះពួកក្រុមបងធំក៏លេចមុខមកម្ដងទៀតទាំងនិយាយថាអាម្នាក់នេះហាក់ដូចជាមានសុខភាពល្អណាស់សម្រាប់មនុស្សដែលត្រូវបានស្មានថាស្លាប់ទៅហើយនោះពួកបងធំទាំងនេះបានបោះតង់នៅខាងក្រៅហើយចាំនៅទីនោះពេញមួយថ្ងៃតែម្ដងសំឡេងរោលបានបន្លឺឡើងហើយគេក៏ក្រោកឈរឡើងរួចដើរចេញទៅ Ryuki មិនមែនជាមនុស្សល្ងងទេគេបានបំបែកបញ្ចុះហើយរត់ចេញទៅយ៉ាងលឿន Egan និយាយថាគេកំពុងរកផ្លូវកិច្ចហើយតួអង្គយើងក៏ដើរតាមការណែនាំប៉ុន្តែបែរជាមកដល់ផ្លូវតគេបានដល់ robot នោះទាំងនិយាយថាវាបាននាំគេមកកាន់ផ្លូវស្លាប់ប៉ុន្តែ robot តូចនោះពន្យល់ថាអ្វីៗគ្រប់យ៉ាងសុទ្ធតែមានហេតុផលពួកបងធំដេញទាន់ Ryuki ហើយហៅគេថាជាអាបតកដែលធ្វើឲ្យពួកគេត្រូវរត់ពេញមួយយប់បែបនេះឥឡូវនេះពួកគេចង់ដឹងថាតើក្មេងម្នាក់នេះទទួលបានអ្វីខ្លះពីម៉ាស៊ីនកាលពីម្សិលមិញនៅខណៈពេលដែលគេស្រាប់តែបាត់ទីខ្លួននោះប្រសិនបើគេមិនចង់ស្លាប់គេគ្រាន់តែប្រគល់វាឲ្យពួកគេមកជាការស្រេចពិតណាស់ Ruji នឹងមិនប្រគល់ Egan ឲ្យទៅពួកគេឡើយ Robot បានប្រាប់គេឲ្យចាប់យកដាវឈើដែលនៅក្បែរនោះដោយសារតែពេលនេះគេមិនទាន់អាចយក item អ្វីពីពិភពគេមកបាន
គេត្រូវប្រើអ្វីក៏ដោយដែលនៅក្បែរខ្លួនរូជីរើដៅឈើនោះឡើងតែនិយាយថានេះជារឿងកំ pl ែងមែនទេតើឲ្យខឿមទៅវាយជាមួយពួកនេះដោយរបៀបណាប៉ុន្តែស្រាប់តែមានផ្ទាំង Windows របស់ប្រព័ន្ធលេចឡើងពួកបងធំចាប់ផ្ដើមសើចចំអកដែលសួរថាតើក្មេងម្នាក់នេះពិតជាគិតថាអាចឈ្នះដោយប្រើរបស់បែបនេះមែនទេបុរសដែលពាក់អាវ jersey បានស្ទុះមុខទាំងប្រាប់គេឲ្យជុះចាញ់ទៅវានឹងឈឺទីជាងប៉ុន្តែភ្លាមនោះ Puss គេបានវាយចំដៃម្នាក់នោះរួចវាយចំមុខមួយដៃទៀតអ្នករកគ្នាស្រឡំកាំងក្នុងភាពតក់ស្លុតហើយមេធំក៏បញ្ជាឲ្យអ្នកទាំងអស់គ្នាចូលវាយភ្លាមសូម្បីតែបុរសបុគ្គលិកការិយាល័យម្នាក់ក៏នៅកណ្ដាលក្រុមបងធំទាំងនោះដែរប៉ុន្តែរូជីបានដឹងថានេះពិតជាមិនគួរឲ្យជឿមែនសូម្បីតែនៅក្នុងពិភពខាងក្រៅហ្គេមក៏គេនៅតែអាចប្រើប្រាស់សមត្ថភាពរបស់គេបានដែរគេមិនដឹងថាហេតុអ្វីបានជាវាអាចទៅរួចទេប៉ុន្តែគេច្បាស់ណាស់ថាវាពិតជាខ្លាំងហួសពីការស្មាន overpowered ប៉ុន្មានវិនាទីមុននេះនៅពេលដែលគេវាយម្នាក់នោះអ្នករកគ្នាមានការងឿងឆ្ងល់ពួកគេហាក់ដូចជាបានឃើញពន្លឺដ៏ចម្លែកមួយមេធំបានខំថ្មីងហើយប្រាប់អ្នករកគ្នាឲ្យចូលវាយដោយមិនព្រមចាញ់ក្រុមកណ្ដាប់ដៃក្មេងមិនស្គាល់មុខម្នាក់ឡើយឥឡូវនេះមេធំនោះជឿចាស់ថាក្មេងម្នាក់នេះច្បាស់ជាទទួលបាន item រ៉ាវខ្លាំងណាស់ទើបអាចតតាំងជាមួយពួកគេបានបែបនេះពួកគេគឺជាផ្នែកមួយនៃក្រុម Black Snake ដែលជាក្រុមគ្រប់គ្រងទឹកដីមិនស្គាល់អត្តសញ្ញាណនេះប៉ុន្តែទឹកមុខរបស់គេបានផ្លាស់ប្ដូរមុខរបស់គេប្រែជាខ្មៅងងឹតហើយនៅវិនាទីបន្ទាប់ក៏នៅសល់តែបុរសត្រងោលម្នាក់ដែលរងការវាយប្រហារចាំក្បាលរួយគីថែមទាំងសួរថាតើពួកឯងមានសមត្ថភាពតែប៉ុណ្ណឹងមែនទេនៅខណៈពេលដែលគេរើសដាវឈឿនោះពីដីគេបានយល់ពីអ្វីដែលកំពុងកើតឡើងមនុស្សភាគច្រើនបញ្ជូនស្មារតីរបស់ពួកគេទៅកាន់អវតារនៅក្នុងហ្គេមប៉ុន្តែគេវិញគឺបានបញ្ជូនរាងកាយពិតប្រាកដរបស់គេចូលទៅក្នុងហ្គេមតែម្ដងនោះហើយជាមូលហេតុដែលគេមានអារម្មណ៍ឈឺចាប់ខ្លាំងនៅទីនោះប៉ុន្តែអត្ថប្រយោជន៍គឺលើកលប់កាលណារាងកាយរបស់គេកាន់តែខ្លាំងនៅក្នុងហ្គេមគេក៏កាន់តែខ្លាំងនៅក្នុងជីវិតពិតដែរភ្លាមនោះពួកបងធំជាច្រើនអ្នកទៀតបានលេចមុខមកពួកគេទាំងអស់គ្នាបានស្ទុះជួនមកប៉ុន្តែបើប្រៀបជាមួយមនុស្សដែលមានកម្រិត SSR ពួកគេគ្មានឱកាសឡើយគ្រាន់តែការវាយស្រាលៗចាំជើងឬដៃឆ្អឹងរបស់ពួកគេក៏ត្រូវបាក់បាត់ទៅហើយបន្ទាប់មកតួអង្គយឿនបានដើរទៅជិតរួចហៅមេដឹកនាំមកហើយថ្លែងអំណរគុណបាទចំអកចំពោះជំនួយដែលគេទទួលបានកាលពីម្សិលមិញអាម្នាក់នោះកំពុងតែក្រវេឈើព្យាយាមវាយអ្វីមួយទាំងប្រាប់គេថាកុំឲ្យដើរចូលមកជិតឲ្យសោះប៉ុន្តែរូយូគីគ្រាន់តែធ្វើការទប់ទល់កម្រិតទី3ហើយបានវាយទម្លាក់អាវុធចេញពីដៃរបស់គេភ្លាមនោះគាត់ក៏សួរដល់បុរសម្នាក់នោះថាតើគេចង់បញ្ឈប់ត្រឹមនឹងមែនទេគេមិនអាចដើរចេញទៅដោយគ្មានរងរបួសឡើយបន្ទាប់ពីកូនចៅរបស់គេទាំងអស់ត្រូវបានវាយដំរួចរាល់ហើយនោះមេក្រុមនោះបានស្ទុះទៅចាប់ដំបងទាំងស្រែកគំរាមឲ្យគាត់នៅស្ងៀមប៉ុន្តែបែរជាត្រូវវាយចំដៃយ៉ាងដំណំរហូតស្រែកយំដោយសារតែការឈឺចាប់គេបានព្យាយាមដោះតបតវិញដោយកំហឹងប៉ុន្តែបែរជាត្រូវដំបងវាយចំមាត់មើលទំហឹងទៀតហើយក៏ដួលទៅលើដីដូចជាសម្រាមរូយូគីនិយាយថាឥឡូវនេះគាត់យល់ហើយថាហេតុអ្វីបានជាអំណាចនេះមានអារម្មណ៍ល្អយ៉ាងនេះនៅខណៈពេលនេះគាត់ប្រហែលជាមានអារម្មណ៍ល្អដូចអ្វីដែលពួកគេធ្លាប់មានអារម្មណ៍នៅពេលដែលពួកគេបានជន់ឈ្លីគាត់កាលពីថ្ងៃនោះប៉ុន្តែគាត់ជឿជាក់ថាមុខមាត់ដែលបែកបាក់របស់មេក្រុមម្នាក់នេះសមនឹងគេជាងឆ្ងាយណាស់បុរសម្នាក់នោះចាប់ផ្ដើមអង្វរសុំការលើកលែងទោសដោយសុំឲ្យគាត់បញ្ឈប់ប៉ុន្តែរូយូគីបាននិយាយថាការដែលគេបានលួចកាលពីថ្ងៃនោះគឺជាក្តីសង្ឃឹមចុងក្រោយដែលគាត់មានសូម្បីតែពេលនោះក៏បុរសម្នាក់នេះនៅតែដណ្ដើមយកវាទៅទៀតដូច្នេះឥឡូវនេះពួកគេនឹងមិនអាចចាក់ចេញបានទេលុះត្រាតែពួកគេបាត់បង់ក្តីសង្ឃឹមគ្រប់យ៉ាងដែលពួកគេមានដូចគ្នាបុរសម្នាក់នោះយំហើយនិយាយថាគ្មាននរណាម្នាក់ធ្លាប់ធ្វើរឿងបែបនេះហើយអាចគេចខ្លួនបាននោះទេប៉ុន្តែរូយូគីបានលើកដំបងឡើងរួចនិយាយថាជាអកុសលនឹងមិនមាននរណាម្នាក់បានឮអំពីអ្វីដែលបានកើតឡើងនៅទីនេះឡើយខណៈពីដែលបុរសនោះរៀបនឹងអង្វរម្ដងទៀតយើងឃើញភ្នែកម្ខាងរបស់គេវាលវល់ហើយក្បាលរបស់គេក៏ងាកទៅម្ខាងយ៉ាងខ្លាំងខ្ញុំគិតថាគាត់នឹងក្លាយជាប្រភេទតួឯក MC ដែលសម្លាប់មនុស្សមែនទែនប៉ុន្តែអត់ទេគឺ robot គ្រាន់ក៏សួរថាហេតុអ្វីបានជាគាត់ទុកជីវិតឲ្យពួកគេរូយូគីឆ្លើយថាវាគឺដោយសារតែអ្វីដែល robot បានធ្វើនិងដើម្បីជៀសវាងការសង្ស័យអ្វីដែល robot បានធ្វើគឺការជ្រាបជួរទៅកន្លងខួរក្បាលរបស់ពួកក្រុងបងធំហើយបញ្ឆោតចក្ខុវិញ្ញាណរបស់ពួកគេដើម្បីកុំឲ្យពួកគេដឹងថារូយូគីនៅមានជីវិតអូខេខ្ញុំនឹងលើកលែងតួឯងម្ដងនេះ robot និយាយប៉ុន្តែលើកក្រោយខ្ញុំចង់ឃើញការសម្លាប់ខ្លះយល់ទេត្រូវហើយសម្រាប់ខ្ញុំតួឯងត្រូវតែសម្លាប់កុំមកនិយាយរឿងលើកលែងតួឯងជនអាក្រក់អីវាមិនសមហេតុផលទាល់តែសោះបន្ទាប់មកគាត់និយាយថាពួកគេត្រូវតែលាក់បាំងអធិភាពរបស់ Aigon គ្មាននរណាម្នាក់ក្នុងโลกនេះអាចដឹងថាមានរបស់របរដូចជាគាត់នោះទេគាត់បានចាប់កំបិតតូចមួយហើយដឹងថាអរ៉ារបស់គាត់ចាប់ផ្ដើមដំណើរការ
ឲ្យតែគាត់កាន់អ្វីមួយដែលតំណាងឲ្យកំបិតឬដាវគាត់នៅតែអាចប្រើប្រាស់វាបានតាមពិតទៅកំបិតនេះមានភាពងាយស្រួលជាងការដាកាន់ដាវដ៏ធំសម្បើមទៅទៀតRyuki រៀបនឹងសួរអ្វីមួយប៉ុន្តែ robot ហាក់ដូចជាដឹងចិត្តគាត់ហើយឆ្លើយមុនពេលគាត់ហើបមាត់ទៅទៀតគាត់និយាយថាទេរាងកាយរបស់គាត់នឹងចាស់លឿនជាងមុននៅក្នុងពិភពពិតដោយសារតែអធិភាពពិតប្រាកដរបស់គាត់ឥឡូវនេះគឺស្ថិតនៅក្នុង Egg Drizzle នៅខាងក្រៅមួយសន្ទុះក្រោយមកតួឯករបស់យើងកំពុងនិយាយជាមួយក្រុមបងធំតូចតាចដោយនិយាយថាពិភពលោកសម័យទំនើបនេះគឺអស្ចារ្យណាស់មនុស្សងើបឡើងវិញលឿនណាស់ឥឡូវនេះទើបវាមានន័យថាហេតុអ្វីបានជាគាត់ទុកជីវិតឲ្យបរិសម្នាក់នោះគាត់ប្រាប់គេឲ្យប្រគល់សម្បត្តិមកវិញបើមិនដូច្នេះទេរឿងវានឹងកាន់តែស្មុគស្មាញបរិសម្នាក់នោះនិយាយថាគេកំពុងសន្សំប្រាក់ប៉ុន្តែត្រូវការពេលបន្ថែមទៀតប៉ុន្តែជើងកំបិតតូចនោះត្រូវបានសង្កត់ជាប់នឹងថ្ងារបស់គេរួចទៅហើយតួឯករបស់យើងនិយាយថាចាប់តាំងពីគាត់បានទុកជីវិតឲ្យគេមកយកឡគេមិនគួរភ្លេចរឿងនោះបរិសម្នាក់នោះសុំទោសហើយ Ryuki ប្រាប់គេឲ្យចាប់ផ្ដើមដើរពួកគេនឹងទៅយកវានៅពេលនេះតែម្ដងនៅក្នុងតំបន់កំសាន្តពេលរាត្រីគ្មានបរិសកំសត់ម្នាក់កំពុងអែកករបស់គេយ៉ាងចម្លែកមើលទៅហាក់ដូចជាគេមានផ្ទុកមេរោគវិសាចឬអ្វីមួយបែបហ្នឹងសមាជិកក្រុមក្មេងស្ទៀវម្នាក់បានលេតមុខមកហើយទួតគេឲ្យចេញពីផ្លូវរួចដេញឲ្យទៅឆ្ងាយទីនោះគឺជាហាងមួយដែលមានឈ្មោះថា Shun Ku ហើយបរិសម្នាក់នោះនិយាយថារាល់ការជួនជុយភាគច្រើនគឺធ្វើឡើងនៅទីនោះ Ryuki ដឹងភ្លាមថាវាប្រហែលជាកន្លែងដែលសម្បត្តិរបស់គាត់ត្រូវបានលួចនៅពេលគាត់ដើរចូលទៅបរិសម្នាក់គ្រប់អាវធំបានកត់សម្គាល់ឃើញថាមានអតិថិជនចូលមកសម្លេងនោះហាក់ដូចជាសម្លេងមនុស្សចាស់ហើយតួឯករបស់យើងសួរថាតើគេជាម្ចាស់ហាងមែនទេខ្ញុំមិនដឹងថាបុគ្គលនេះពិតជាចាស់មែនឬអត់ទេហើយក៏មិនដឹងថាជាមនុស្សប្រុសឬយ៉ាងណាដែរប៉ុន្តែគាត់បានជួបម្ចាស់ហាងដែលមានឈ្មោះថា Suzuki Robot ក្នុងទម្រង់ Digital ដែលមានតែ Ryuki ម្នាក់គត់ដែលអាចមើលឃើញបាននិយាយថាអ្វីដែលនៅពីមុខគាត់មិនមែនជាមនុស្សទេវាកំពុងវិភាគទិន្នន័យរបស់គាត់ក្នុងពេលជាក់ស្ដែងតួឯករបស់យើងបានចាប់អារម្មណ៍នឹងសម្លេងចម្លែកនោះរួចទៅហើយនិយាយថា Robot Cybernetic បែបនោះគួរតែត្រូវបានគេហាមឃាត់បាត់ទៅហើយ Suzuki និយាយថាវាពិតជាគួរឲ្យចាប់អារម្មណ៍ដែលគាត់ចាប់អារម្មណ៍បានយ៉ាងងាយបែបនេះប៉ុន្តែវាជារឿងគួរឲ្យអស់សំណើចដែលមកនិយាយអំពីរឿងច្បាប់ជាមួយអ្នកដែលធ្វើការនៅក្នុងទីផ្សារងងឹតបន្ទាប់មកតួឯករបស់យើងចង់ដឹងថាតើមានអ្វីកើតឡើងចំពោះសម្បត្តិបង្កើតគណនេយ្យ Suzuki សម្លឹងមើលទៅក្រុមក្មេងស្ទាវដែលរងរបួសហើយក៏យល់សត្វរឿងភ្លាមគាត់បញ្យល់ថារបស់នោះគឺជាវត្ថុដែលពេញនិយមពិភពមួយគ្រាប់ដូច្នេះវាត្រូវបានលក់ដាច់ភ្លាមៗនៅពេលដែលវាត្រូវបានបញ្ជូនមកដល់គាត់សួរថាតើមានរឿងអ្វីទៀតទេហើយ Ryuki ឆ្លើយថាទេគាត់បានដកកាបូបមួយចិនហើយនិយាយថាគាត់មកទីនេះដើម្បីធ្វើការដោះដូរព្រោះទីនេះគឺជាកន្លែងជំនាញខាងរឿងនេះSuzuki បានទៅពិនិត្យមើលដោយនិយាយថាគាត់ចង់ដឹងថាតើក្មេងម្នាក់នេះយកអ្វីមកខ្លះគាត់ហាក់ដូចជាភ្ញាក់អោឃ្លាមគិតថាវាគឺជាគ្រាប់ម៉ាណាដែលគាត់បានប្រមូលនៅគ្រឿងគប់ងងឹតកាលពីមុនគាត់សួរថាតើ Ryuki ដឹងទេថាគ្រាប់ម៉ាណានីមួយៗមានតម្លៃប៉ុណ្ណាប៉ុន្តែ Ryuki ឆ្លើយថាឃើញច្បាស់ណាស់ថាគាត់កំពុងត្រូវបានគេមើលងាយគ្រាន់តែដោយសារតែគាត់ជាមនុស្សដែលមិនសូវមានឈ្មោះបោះសម្លេងជាការពិតណាស់គាត់ដឹងរឿងមូលដ្ឋានបែបនេះយ៉ាងហោចណាស់តួឯករបស់យើងគួរតែយល់ពីតម្លៃព្រោះគាត់ធ្លាប់ជាអ្នកយុទ្ធសាស្ត្រនៅក្នុងហ្គេមម្យ៉ាងដែរគាត់មិនមែនងងនោះទេខ្ញុំសង្ឃឹមថាអញ្ចឹងចុះទោះជាយ៉ាងណាក៏ដោយនៅក្នុងគុកងងឹតមានរបស់របរពីរប្រភេទរបស់ធម្មតាដូចជាដាវនិងខែលនិងរបស់ម្យ៉ាងទៀតដែលគេហៅថារបស់ពិសេសរួមមានដូចជាទឹកថ្នាំនិងគ្រាប់ម៉ាណាជាដើមកាលណាវាមានកម្រិតកាន់តែខ្ពស់វាកាន់តែបរិសុទ្ធនិងមានថាមពលកាន់តែខ្លាំងដែលអ្នកអាចរកទទួលបានពីវាប៉ុន្តែ Suzuki ឆ្លើយតបថាវាមិនសមហេតុផលទេក្នុងការលក់របស់បែបនេះនៅទីផ្សារងងឹតប្រសិនបើតម្លៃរបស់វាត្រូវបានកំណត់រួចជាស្រេចដោយទីផ្សារធម្មតានោះហេតុអ្វីបានជាគាត់ព្យាយាមធ្វើបែបនេះនៅទីនេះ Ryuki ខំតែប្រាប់គេថាកុំឲ្យចេះដឹងរឿងច្រើនហើយបន្តលក់ទៅនោះហើយជាអ្វីដែលគាត់មកទីនេះដើម្បីចរចាទោះជាយ៉ាងណា Suzuki មានអារម្មណ៍ថាវាចម្លែកមនុស្សដែលគ្មានឈ្មោះបោះសម្លេងនិងគ្មានសិទ្ធិចូលលេងហ្គេមមិនគួរមានគ្រាប់ម៉ាណាមកលក់នោះទេបន្ទាប់មកគាត់ក៏ប្រាប់ក្រុមក្មេងស្ទាវឲ្យចាកចេញពីទីនោះបុរសម្នាក់នោះមានការតក់ស្លុតហើយសួររកការអនុញ្ញាតពី Ryuki ដែលគ្រាន់តែប្រាប់គេឲ្យទៅឲ្យឆ្ងាយភ្លាមនោះទ្វារក៏បានផ្ទុះឡើងចំលើបុរសកំសត់ម្នាក់នោះតែម្ដងអ្នកលោកក៏បាននិយាយបន្តថាវាពិតជាចម្លែកណាស់សម្រាប់មនុស្សមិនស្គាល់មុខដែលមកលោកគ្រាប់ម៉ាណាលុះត្រាតែគេលួចវាពីនរណាម្នាក់ប៉ុន្តែគាត់ក៏បានដឹងពីនរណាម្នាក់ដែលកំពុងប្រឆាំងនឹងច្បាប់តក្កវិជ្ជាដែររាជយុគិរៀបនឹងសួរថាវាជាអ្វីប៉ុន្តែបុរសម្នាក់នោះនិយាយថាគាត់ពិតជាភ្ញាក់អោណាស់តារានៅក្នុងវីដេអូនោះទើបតែដើរចូលមកក្នុងហាងរបស់គាត់បន្ទាប់មកគាត់បានបើកដៃស្វាគមន៍ Ryu 7 2017ប្រសិនបើគាត់ចង់លាក់អត្តសញ្ញាណគាត់គួរតែប្រុងប្រយ័ត្នជាងនេះជាពិសេសការកាន់គ្រាប់ម៉ាណាបែបនោះវាគឺជាវត្ថុដែលធ្លាក់ចេញពី Black Chaos Knight ជាពិសេសហើយអ្នកអាចមើលឃើញវានៅលើកម្មវិធី App ចំពោះអ្វីដែលបាននិយាយមកទាំងអស់នេះគាត់ចង់ដឹងថាតើ Ryu 77កំពុងធ្វើអ្វីនៅក្នុងហាងរបស់គាត់
ត្រីហើយពិភពលោកសម័យទំនើបនេះគឺឈួតណាស់មើលអើយអ្នកគ្រាន់តែបង្ហោះវីដេអូ10វិនាទីមនុស្សគ្រប់គ្នាដឹងបាត់ទៅហើយថាអ្នកជានរណារីគីក៏បានសារភាពថាគឺជាគាត់ហើយនិយាយថាពួកគេគួរតែផ្ដោតលើអាជីវកម្មវិញ Suzuki និយាយថាអូខេហើយចង់ដឹងថាតើគាត់កំពុងស្វែងរកអ្វីតួឯករបស់យើងចង់អល់ទៅក្បាលរបស់គាត់ហើយនិយាយថាគាត់កំពុងស្វែងរកម៉ូដអ្នកលក់និយាយថាគាត់ប្រហែលជាឈួតហើយអះអាងថាវាមិនដឹងថាវាជាអ្វីនោះទេប៉ុន្តែរុយគីឆ្លើយតបថាគាត់ដឹងថាពួកគេគឺជាកម្មវិធីដែលកែច្នៃអ្វីៗមួយចំនួននៅក្នុងពិភពហ្គេមដោយសិប្បនិម្មិតសូម្បីតែមនុស្សមិនស្គាល់មុខដូចជាគាត់ក៏ដឹងពីរឿងនោះដែរបន្ទាប់មកអ្នកលក់និយាយថាតាមមើលទៅគាត់មិនដឹងអ្វីទាំងអស់ម៉ូដភាគច្រើនត្រូវបានលុបចោលដោយសារតែការកម្រិតឬការបរាជ័យធ្ងន់ធ្ងរទោះជាយ៉ាងណាតួឯករបស់យើងដែលហាក់មិនខ្វល់ខ្វាយបាននិយាយថាអ្នកលក់នៅលើទីផ្សារងងឹតច្បាស់ជាអ្នកតែម្នាក់គត់ដែលនៅតែមានសេសសល់ខ្លះគាត់ចង់បានម៉ូដណាដែលកាត់បន្ថយភាពពិបាកនៃហ្គេមហើយគាត់មិនខ្វល់ពីផលប៉ះពាល់នោះទេ Suzuki សួរថាតើគាត់មិនបានឃើញបុរសម្នាក់នៅខាងក្រៅហាងដែលកំពុងអេះករបស់គេទេមែនទេបុរសម្នាក់នោះគឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលមិនមានសំណាងដែលបានព្យាយាមប្រើម៉ូដហើយត្រូវបានបំផ្លាញតើវាជារឿងឈួតអ្វីទេកាលពីសម័យមុនបើអ្នកព្យាយាមប្រើ hack បន្តិចបន្តួចអ្នកនឹងត្រូវបានហាមឃាត់បរិសកំសត់ម្នាក់នោះត្រូវបានខូចខួរក្បាលហើយ Suzuki និយាយថានោះគឺមកពីម៉ូដកាត់បន្ថយការឈឺចាប់សាមញ្ញមួយប៉ុណ្ណោះច្បាស់ណាស់កាលណាអ្នកព្យាយាមកែប្រែកាន់តែច្រើនផលប៉ះពាល់វាកាន់តែអាក្រក់បុរសម្នាក់នោះព្យាយាមកាត់បន្ថយការឈឺចាប់ដែលគេមានប៉ុន្តែឥឡូវនេះចក្ខុវិញ្ញាណផ្សេងទៀតរបស់គេត្រូវបានរំញោចខ្លាំងពេកជាមូលដ្ឋានគេត្រូវបានបំផ្លាញហើយសូម្បីតែបន្ទាប់ពីដកម៉ូដចេញក៏គេមិនអាចជាសះស្បើយបានដែរចាប់ពីការឈួតរហូតដល់ការស្លាប់ភ្លាមឬសូម្បីតែការឆែករាងកាយឯងរឿងគ្រប់យ៉ាងអាចកើតឡើងបាននោះហើយជាមូលហេតុដែលម៉ូដគឺជាវត្ថុខុសច្បាប់ប៉ុន្តែ Ryuki និយាយថាគាត់មិនមែនគ្រាន់តែជាអ្នកលេងធម្មតានោះទេវាមិនមែនជារឿងចៃដន្យទេដែលគាត់បានយកឈ្នះ Chaos Knight មនុស្សម្នាក់កំពុងហៅគាត់ថាជាអ្នកបោក cheater រួចទៅហើយដូច្នេះគេគួរតែដឹងថាគាត់លេងរបៀបណាគាត់មិនខ្វល់ពីតម្លៃឬហានិភ័យនោះទេប្រសិនបើមានម៉ូដណានៅក្នុងកន្លែងនេះគាត់ចង់បានវា Suzuki សួរថាតើគាត់ចង់បានម៉ូដដែលត្រូវបានបោះបង់ចោលដោយសារតែវាមានគ្រោះថ្នាក់ខ្លាំងមែនទេ Ryuki គ្រាន់តែនិយាយថាបាទគាត់ចង់មើលវាបុរសម្នាក់នោះចុចម្រាមដៃហើយនិយាយថាអូខេចុះបើអញ្ចឹងគាត់អាចមើលរបស់ដែលត្រូវបានបញ្ឈប់ការប្រើប្រាស់បានប្រសិនបើគាត់ពិតជាមានចិត្តហ៊ានប្រើប្រាស់របបបែបនេះមែនគាត់អាចចាប់ផ្ដើមសាកល្បងបាននៅក្នុងប្រអប់មាន CD ជាច្រើនចាប់ពីចំនួនទី1ដល់ទី25ពេញជីវិតនេះខ្ញុំនឹងមិនដំឡើងអ្វីមួយពី CD ចូលទៅក្នុងក្បាលរបស់ខ្ញុំនោះទេតើអ្នកឈួតមែនទេប៉ុន្តែ Ryuki នៅទីនោះកំពុងគិតថាគាត់ដឹងថាវត្ថុទាំងនេះមានគ្រោះថ្នាក់ប៉ុន្តែគាត់មានហេតុផលផ្ទាល់ខ្លួនម៉ូដដំបូងគេបង្អស់គឺការវាយប្រហារថាមពល3ដងហើយ Igon បាននិយាយរួចហើយថាវានឹងคล้ายទៅជាការបរាជ័យទាំងស្រុងតាមពិតវាគ្រាន់តែជាតួលេខដែលបំភ្លឺហើយមិនមានប្រសិទ្ធភាពអ្វីទាល់តែសោះឧបករណ៍បន្ទប់តាមទ្រឹស្ដីគឺបដូរថាមពលឲ្យមើលឃើញអនាគតបាន1វិនាទីជាថ្មីម្ដងទៀត Egon និយាយថាវាគឺជាសម្រាមហើយវានឹងធ្វើឲ្យភ្នែករបស់គាត់មើលមិនច្បាស់តែប៉ុណ្ណោះម៉ូដមួយទៀតធ្វើឲ្យតួអង្គរបស់អ្នកមើលទៅអស្ចារ្យហើយ Egon និយាយថាវាអាចទៅរួចក្រុមការធ្វើបែបនោះជាមួយនឹងការបំផ្លាញភ្នែកមួយចំនួនប៉ុន្តែវាគ្មានប្រយោជន៍ទេមួយទៀតបង្កើនការខូចខាតជំនាញចង្អុល20%ប៉ុន្តែវានឹងបំផ្លាញខួរក្បាលរបស់គាត់និងបង្កើនការឈឺចាប់ដែលគាត់មានតទៅ 3000 ដងដែលច្បាស់ណាស់វាមិនមែនជាគំនិតល្អនោះទេ Ryuki ក៏បានដឹងដែរថារបស់ទាំងអស់នេះគឺគ្រាន់តែជាសម្រាមរហូតដល់គាត់បានឃើញម៉ូដមួយដែលជាឧបករណ៍បញ្ជា probability manipulator Egon វិភាគវាហើយនិយាយថាអ្នកដែលបង្កើតវាគឺជាកំពូលអ្នកប្រាជ្ញម្នាក់វាមិនមានប្រសិទ្ធភាពខ្លាំងក្លានោះទេប៉ុន្តែវាបានបង្កើនសំណាងរវាង 0.3 និង 0.5% ហើយបើពិចារណាពីរបៀបដែលវានឹងត្រូវដាក់បញ្ចូលក្នុងខ្លួនតួឯកយើងវានឹងផ្ដល់លទ្ធផលប្រហែល 0.5 ទៅ 1% សម្រាប់គាត់ Ryuki ដឹងថា 1% ប្រហែលជាមើលទៅមិនច្រើនទេប៉ុន្តែនៅពេលនិយាយអំពីសំណាងវាគឺជារឿងធំណាស់បន្ទាប់មកគាត់ក៏ងាកទៅរក Suzuki ហើយនិយាយថាគាត់នឹងយកម៉ូដចំនួន3រួមទាំងម៉ូដសំណាងនោះផងដែរ
អ្នកលក់ឆ្លើយតបថាតាមមើលទៅគាត់មិនមែនគ្រាន់តែនិយាយលេងសើចនោះទេហើយពិតជាបានជ្រើសរើសយករបស់ដែលល្អៗចេញទីគំនរសម្រាមនោះមែនជាការពិតណាស់តួឯករបស់យើងមានអារម្មណ៍ថាវាចម្លែកហេតុអ្វីបានជាអ្នកនេះយករបស់អន់ៗមកឲ្យគាត់តាំងពីដំបូងម្ចាស់ហាងបានសំទោសហើយនិយាយថាគាត់មិនបានព្យាយាមលេងសើចជាមួយក្មេងម្នាក់នេះទេគ្រាន់តែថាមានអតិថិជនម្នាក់ទៀតបានសុំឲ្យគាត់ពិនិត្យមើលម៉ូដចឹងនោះហើយគាត់ក៏បានឃើញពួកវាខ្លះរួចទៅហើយ បន្ទាប់មកឬគីចង់ដឹងថាតើសំណានោះបានមកពីអ្នកដែលបានបង្កើតម៉ូដទាំងនោះមែនទេ Suzuki ឆ្លើយតបថាមិនយូរទេពួកគេនឹងដឹងរឿងនេះលើសពីនេះគាត់នឹងផ្ដល់ការបញ្ចុះតម្លៃពិសេសឲ្យគាត់ព្រោះរបស់ទាំងនេះនឹងមិនមានឱកាសបានឃើញពន្លឺថ្មីឡើយបើមិនមានរឿងនេះកើតឡើងបន្ទាប់មកមានសារមួយចំនួនលេខឡើងសួរថាតើគាត់ចង់ដំឡើងកម្មវិធីទាំងនោះមែនទេប៉ុន្តែពួកគេព្រមានថានៅពេលដែលគាត់ចុចបាតវាមិនអាចកែប្រែបានឡើយនៅក្នុងចិត្តរបស់គាត់សម្រេចចិត្តដំឡើងរួចជាស្រេចប៉ុន្តែបន្ទាប់មក Suzuki បាននិយាយថាគាត់ចង់សួរសំណួរចុងក្រោយមួយប្រសិនបើម៉ូដទាំងនេះដំណើរការតើអ្វីទៅជាអ្វីដែលគាត់ចង់ធ្វើជាមួយនឹងអំណាចរបស់គាត់ឈុតឆាកនេះមិនបានផ្ដល់ចម្លើយភ្លាមៗនោះទេយើងឃើញដើមឈើមួយហើយមួយសន្ទុះក្រោយមក Suzuki កំពុងសោយដូចជាមនុស្សឆ្កួតនៅលើដីតួឯករបស់យើងបានចង្អុលទៅលើមេឃហើយប្រាប់គាត់ថាគាត់ចង់ទៅដល់ទីខ្ពស់បំផុតគាត់មិនចង់នៅត្រឹមតែសំរិទ្ធឬប្រាក់សូម្បីតែមាសឬផ្លាទីនំនោះទេគាត់ចង់តម្រាក់មនុស្សគ្រប់គ្នានៅតាមផ្លូវហើយឡើងទៅដល់កម្ពុជានៃពិភពលោកនោះអ្នកលោកដ៏ឆ្កួតម្នាក់នោះដែលច្បាស់ណាស់ថាមានបញ្ហាផ្លូវចិត្តបានឆ្លើយតបថាគាត់ទំទឹងរង់ចាំមើលថាតើក្មេងម្នាក់នេះនឹងធ្វើអ្វីខ្លះមួយសន្ទុះក្រោយមកនៅក្នុងហ្គេមវិញគាត់កំពុងកាន់កាត់សម្គាល់ខ្លួនរបស់គាត់នៅក្នុងពិភពខ្មៅគាត់គិតថាវានឹងពិបាកព្រោះគាត់ជាមនុស្សមិនស្គាល់មុខប៉ុន្តែច្បាស់ណាស់គ្មាននរណាម្នាក់សង្ស័យអ្វីទាំងអស់យ៉ាងណាវិញមនុស្សមិនស្គាល់មុខមិនគួរស្ថិតនៅក្នុងហ្គេមនេះនោះទេប៉ុន្តែឥឡូវនេះទីបំផុតគាត់បានមកដងភូមិចាប់ផ្ដើមហើយមនុស្សគ្រប់គ្នាមានភាពសប្បាយរីករាយបុរសចំណាស់កំពុងលក់ផ្លែពងដែលមានតម្លៃថ្លៃហួសហេតុហើយក្មេងកំពុងរត់លេងជុំវិញជាមួយនឹងទឹកមុខដ៏គួរឲ្យស្រឡាញ់របស់ពួកគេ